នមថរតនតយសៈខ្ញុំព្រះអង្គសូមលើកកំបងអញ្ជលីនមស្ការក្រាបថ្វាយបង្គំគោរពទិសដៅចំពោះគុណនៃព្រះរតនត្រ័យដែលជារតនៈដ៏ប្រសើរខ្ពង់ខ្ពស់ដោយសេចក្តីគោរពជ្រះថ្លាសពកាលសូមនមស្ការក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងព្រះមន្ត្រីសង្ឃគ្រប់ព្រះឋានានុក្រមដោយសេចក្តីគោរពជ្រះថ្លាសូមនមស្ការក្រាបថ្វាយបង្គំលោកចាស់គ្រូព្រះមង្គលធម្មកិច្ចព្រះរាជាគណៈកិត្តិយសនិងជាព្រះគ្រូចារិកាវត្តនិក្រតវ័នកូនតតឹងដោយសេចក្តីគោរពជ្រះថ្លាសូមនមស្ការក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គទាំងអស់ដែលជាសូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទប្រស្រីគ្រប់គ្នាដែលកំពុងទស្សនានៅក្នុងការ live ក្នុងរាត្រីនេះដែលបានឱកាសនៅក្នុងការអារាធនាលោកចាស់គ្រូព្រះមង្គលធម្មកិច្ចដើម្បីបកស្រាយទៅនៅក្នុងបញ្ហាកម្មក៏ដូចជានៅក្នុងសេចក្តីជាប់ទាក់ទងជាមួយនឹងប្រធានបទក្នុងរាត្រីនេះដែលជាប់ទាក់ទងជាមួយនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដោយដែលពុទ្ធបរិស័ទជាអ្នកកាន់ពុទ្ធសាសនាក្នុងប្រទេសកម្ពុជាបានដឹងស្រាប់ហើយនៅក្នុងថ្ងៃទី14ទី15និង16ខែមេសានេះគឺជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលយើងផ្សារភ្ជាប់តកតងជាមួយនឹងប្រពៃណីដូចជាផ្សារភ្ជាប់ជាមួយនឹងក្នុងពុទ្ធសាសនាផងដែរដែលនៅក្នុងថ្ងៃនេះគឺជាទិវាថ្ងៃដែលញាតិទាំងឡាយមានឪពុកម្ដាយកូនចៅប្រុសស្រីអីហ្នឹងតែងតែបានមកជួបជុំគ្នាក្នុងការបំពេញនៅសេចក្តីល្អហើយដែលជាថ្ងៃដែលចម្រើនទៅដោយបុណ្យនៃការជួបជុំបំពេញនៅកុសលហ្នឹងហើយនៅក្នុងឱកាសពេលនេះផងដែរក៏មានប្រវត្តិមានដ៏ឧត្តមឧត្តមពងខ្ពស់របស់លោកចាស់គ្រូនៅក្នុងទីនេះជាកិច្ចខាងដើមមុននឹងចូលដល់ការសាកសួរនៅបញ្ហាកម្មនឹងខ្ញុំកណាសូមគោរពរតនានិមន្តលោកចាស់គ្រូដើម្បីបាននិមន្តចូលរួមនៅក្នុងសេចក្តីខាងដើមដោយសេចក្តីអនុគ្រោះសូមគោរពរតនានិមន្តជាបឋមសូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រយម3នៃព្រះត្រៃរតន៍ដែលមានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពនិងដោយចិត្តជ្រះថ្លានមស្ការថ្វាយបង្គំចំពោះព្រះសង្ឃថេរៈគ្រប់ព្រះអង្គនិងធ្វើនៅសេចក្តីរាប់អានចំពោះប្រកណាដែលមាននាយកគ្រប់ព្រះអង្គផងដែរមានកណាដែលបានគង់នៅក្នុងទីនេះជាដើមណាចម្រើនពរដល់ញាតិញោមជាពុទ្ធបរិស័ទទាំងអស់គ្នាផងដែលបានទស្សនាស្ដាប់នៅកម្មវិធីពធក្នុងពេលនេះពធដែលជាប្រធានបទដែលកណានឹងត្រូវលើកឡើងសាកសួរក្នុងពេលនេះគឺតកតងនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងពាក្យថាចូលឆ្នាំបើតាមន័យសេចក្តីដែលឃើញមានបញ្ជាក់នៅក្នុងវចនានុក្រមខ្មែរយើងឃើញសម្ដេចសង្ឃរាជនោះបានលើកឡើងចូលឆ្នាំនេះបានន័យថាគឺសម្ដៅចូលឆ្នាំថ្មីណាឆ្នាំចាស់ចូលឆ្នាំថ្មីឬក៏ជាកាលពេលវេលាដែលគោចរនៃព្រះអាទិត្យដែលដំណើរទៅមួយជុំហើយដល់ពេលដែលត្រូវដល់ទីដើមវិញគេហៅថាជារយៈពេល1ឆ្នាំហ្នឹងគេហៅថាជាសង្ក្រាន្តគឺជាដំណើរដែលចូលដល់អញ្ចឹងគាត់ថាចូលចេញពីទីកន្លែងហ្នឹងហើយត្រឡប់មកដល់កន្លែងហ្នឹងវិញ
បានន័យថាជាពេលវេលាដែលចូលដល់អញ្ចឹងចូលដល់គឺជាគម្រប់រយៈពេល1ឆ្នាំដល់ពេលអញ្ចឹងទៅក៏យើងហៅថាដាច់ឆ្នាំចាស់ក៏ចូលឆ្នាំថ្មីអញ្ចឹងទៅហើយនៅក្នុងប្រពៃណីខ្មែរយើងក៏មានលក្ខណៈនៃការអប់រំច្រើនដែរតកតងនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីហ្នឹងអញ្ចឹងពុទ្ធបរិស័ទបងប្អូនប្រុសស្រីក៏គួរបាននៅការសិក្សាយល់ដឹងតកតងនៅក្នុងវិធីបុណ្យចូលឆ្នាំហ្នឹងយើងគួរធ្វើយ៉ាងណាឲ្យវាបានចម្រើនបុណ្យពីព្រោះនៅក្នុងហ្នឹងវាមានពាក្យថាបុណ្យណាបុណ្យចូលឆ្នាំអញ្ចឹងយើងគួរធ្វើអ្វីដែលថាឲ្យវាប្រព្រឹត្តទៅជាបុណ្យកុសលហើយបុណ្យដែលវាឲ្យសម្រេចនៅសេរីសុខស្តីពិតប្រាកដក្នុងជីវិតការរស់នៅប្រចាំថ្ងៃឬក៏ដំណើរដែលយើងនឹងត្រូវប្រព្រឹត្តទៅក្នុងខាងមុខឬក៏ថាបុណ្យហ្នឹងដែលវាអាចឲ្យយើងរួចផុតចាកទុក្ខបានយ៉ាងសំខាន់គឺពុទ្ធបរិស័ទគួរយល់ដឹងតកតងនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីដែលខ្ញុំបានមកពីចង់សង្កត់ត្រង់ពាក្យថាបុណ្យនេះយើងតែងនិយាយពាក្យថាបុណ្យហ្នឹងយើងគួរតែយល់ដឹងពាក្យថាបុណ្យហ្នឹងដែរដែលថាយើងធ្វើបុណ្យយ៉ាងម៉េចទៅហៅថាជាបុណ្យហ្នឹងឯងដែលឲ្យវាសម្រេចទៅជាសេរីសុខស្តីពិតប្រាកដនៅក្នុងជីវិតឬក៏ដំណើរតទៅខាងមុខខ្ញុំបានមកភាពលើកឡើងខាងដើមប៉ុណ្ណឹងក៏ណាមានអីចង់លើកឡើងសាកសួរក៏និមន្តសាកសួរតទៅគណៈសូមអរគុណលោកចាស់គ្រូដោយពុទ្ធបរិស័ទគ្រប់គ្នាបានស្ដាប់ការលើកឡើងខាងដើមរបស់លោកចាស់គ្រូអំពីពាក្យថាបុណ្យចូលឆ្នាំហ្នឹងក៏ញាតិញោមអាចដើម្បីនឹងយល់ទៅនៅក្នុងសេចក្តីហ្នឹងហើយម្យ៉ាងវិញទៀតជាប់ទាក់ទងជាមួយនឹងរឿងរ៉ាវនៅក្នុងពិធីបុណ្យប្រពៃណីជាតិខ្មែរនេះក៏មានជាប់ទាក់ទងជាមួយនឹងរឿងធម្មបាលកុមារដែលជាប្រវត្តិរឿងរ៉ាវនៃពិធីបុណ្យចូលឆ្នាំហ្នឹងហើយអាត្មាគិតថាញាតិញោមធ្លាប់បានស្ដាប់ធ្លាប់បានអីហ្នឹងគឺច្រើននៅក្នុងរឿងរ៉ាវហ្នឹងតែអ្វីដែលចង់លើកឡើងជាសំណួរសាកសួរទៅលោកចាស់គ្រូនៅក្នុងចំណុចនៃរឿងរ៉ាវធម្មបាលកុមារហ្នឹងគឺទាក់ទងជាមួយនឹងប្រស្នាដែលកបិលមហាព្រហ្មហ្នឹងបានលើកឡើងសាកសួរទៅដល់ធម្មបាលកុមារហ្នឹងទាក់ទងជាមួយនឹងសេរី3ប្រការតាមការបកស្រាយទៅនៅក្នុងរឿងរ៉ាវហ្នឹងក៏មានសេរី3យ៉ាងអីហ្នឹងហើយញាតិញោមក៏ធ្លាប់បានស្ដាប់អីចឹងមកក៏ប៉ុន្តែនៅក្នុងទីនេះក៏ចង់សាកសួរលោកចាស់គ្រូដើម្បីភ្ជាប់ជាមួយនឹងសេរី3ប្រការហ្នឹងតកតងជាមួយនឹងសេរីនៅក្នុងរឿងរ៉ាវហ្នឹងមានអីខ្លះហើយយ៉ាងវិញទៀតបើការសិក្សាឬក៏ការយល់ទៅនៅក្នុងសេរី3យ៉ាងនេះផ្សារភ្ជាប់ជាមួយនឹងទ្រឹស្ដីនៃពុទ្ធសាសនាហ្នឹងតើពុទ្ធបរិស័ទគ្រប់គ្នាក៏បីសិក្សាយ៉ាងណាលោកចាស់គ្រូគឺណាតកតងនៅក្នុងរឿងធម្មបាលកុមារដែលជារឿងនិយាយតកតងនៅប្រវត្តិបុណ្យចូលឆ្នាំបើយើងសិក្សាទៅនៅក្នុងរឿងហ្នឹងខ្ញុំណាត់មកភាពគិតនៅក្នុងចំណុចសំខាន់ទី1តកតងសេរី3ប្រការហ្នឹងទី2តកតងនឹងព្រហ្មវិហារធម៌4ទី3តកតងនឹងធម្មបាលឬក៏ហៅលោកកបាលធម៌2ទី4ហ្នឹងតកតងជាមួយនឹងធម៌7យ៉ាងតកតងជាមួយនឹងអរិយទ្រព្យទាំង7ដែលពុទ្ធបរិស័ទគោបាននឹងការយល់ដឹងហើយបើយើងនិយាយតកតងនឹងសេរី3ប្រការនោះក្នុងប្រស្នាហ្នឹងបានបកស្រាយតកតងនឹងសេរី3ប្រការគឺទី1សេរីនៅនឹងមុខហើយទី2សេរីនៅនឹងដើមទ្រូងទី3ទៅសេរីនៅនឹងជើងនេះគ្រាន់តែជាប្រស្នាបើយើងនិយាយក្នុងរូបភាពជាក់ស្ដែងវាត្រង់ថាដោយថាពេលព្រឹកឡើងយើងក្រោកព្រឹកឡើងវាត្រូវតែលុបលាងមុខមាត់ឯណាបើយើងមិនលុបលាងមុខមាត់ទេយើងដេកមួយយប់សម្រានមួយយប់ហើយហ្នឹងគឺថាអាសុបហ្នឹងវាចេញមកហ្នឹងវាមិនស្អាតទេ
chẳng tôi là miệng cả lục liền tới mà ăn mục những nó bị sạch về ngày về dừng đau dừng ấy đấy dừng ngụt tật rồi gọi do tật ấy mà lục liền đau trùng nó về thừa ỏi cái nó về thì chuyện hay là về dừng sầm ran môn về sầm ran về dục dừng liền chương liền đầy tới sầm ạt luôn pràn nó dừng cho là sầm ran tới về đây thao về mình lạ lộc tị đây tị sầm ran hay có thừa dừng ai thà về xong đấy có ai sang lộ chỉ sọc bột bò sạt đấy có sầm ran chỉ sọc cái chân từ này vậy non chấm lệch nó khơi to chấm lệch về vị này mũi để bọn chấm lệch bị đường thà vì khó cái đây sao mà này cái đây môn thằng làng ti sanh xong nó trâu liên chương sân và sân bài chương và lát trâu từ liên chương là một hay liên chương hai nắng từ chút chương này xa tiệt và thà đại chọn sanh từng chương sớm từ bát tiệt chương dường bơ không có bột sát nán không có bỏ ông miền cao bồm tệ tông rừng cả thay tòm ti sanh ti đây ti sầm ran đây bà này chương bảo lạ mình trâu lợn chọn ti sanh chương từ tất con mình trâu chọn ti sanh chương mà không ai dưỡng lực nong chấm lệch nó có về nong này trắng hay còn này priệp đây này trắng đây mà mình chạy nhưng thà dường cào bực lợn từ lục liêu một bọt sát bát tới là mấy chia sẻ số đây về ngày dường cái dường từ ca tật do mà ọp ôn cài đó về thì chạy rồi từ làm trùm nâng hay là về là nghe tới dường môn về sầm rán có làng tì sanh nâng liền chương chút chương hay ban sát bát tới nâng về chia sẻ số đây nâng này tròn đòn này priệp nó người dường priệp thà bịa thà mục nó người sầm đào đó về trà nâng hay mục khả bây giờ này khăn ông vía về miền bảy cái hà thà mục ở vía là ai vài chỉ mẹ pa sa vào mẹ chẳng bịa thà mục khả nó cứ mọt mục khả nó cứ làm đào đầu mọt vía mọt ai bây giờ dây nó khăn ông cam mà bót cứ làm đào đó vệ chạy cam là hay vía mọt nó với tệ to chỉ môi nó vệ chạy cam chẳng về chạy cam nó oi chia về chạy sơ chở để giờ này dây tới người ta vì chạ ca này dây phía của họ nâng mũi vì chạ ca này dây phía nhục giống sọc xiên bảy bạn này thấy nâng mũi vì chạ ca này dây phía cọ chia về tịch phía mình xong cô ấy ạ sửa rô xây nâng và lấy là phá rộ sự vì chạ nâng mũi hay vì chạ ca này dây phía rồi rịa bây giờ nâng vi cha bốn nâng ấy để dừng từ vi cha từ sừng rùm vi cha nè này bỏ dùng đây là vệ chơi cột tàu cột krong vi cha hay vì dừng ai cột krong vi cha bán vì mua để dừng bán bạn để bắt được nòng ong này ở đây mấy hai đó samma vi cha vì pro biệt là samma vi cha cứ dùng đó vi cha nơi vệ chơi tôi trở đặt buồn vi cha nơi vi cha cọ buồn ấy samma tiến sừng rùm nơi nông vệ chơi sẽ trở thành buồn này hay bây giờ ai vừa bật ban đó cứ ban xịt đây sốc cho ra miền ở đây xu ở đây miền miền cô nơi năng vi cha năng mỏ nơi năng mót năng mỏ hay về hai giờ mình ai dừng rôm ban thế tụi bây giờ lục liền một mọt đây sạch ba chẳng vậy cái đó nơi đây mình sạch năng vậy tạm lời thoa cứ ở sạch đi tại vì miền vi cha này dây đâu dây bịa của họ này dây bịa nhung này dây bịa cọ này dây bịa rồi đi bây giờ hay cứ là một mọt riêng tụi bay liền sạch bán coi chứ mình chứ mua thật sạch đi chẳng làm bay ai một bỏ dương nó về miền sửa rấy về sạch bán về tôi là dương cướp krong vì cha cứ than này dây bịa ná đấy về miền bây giờ hay là chỉ bịa dạ vì cha chẳng bây giờ ai bật tự bàn này nó cứ than miền sài đây sụt đấy tám một của vì một mọt nó cứ là mở tới với miền sài đây sụt đây miền cô lại hay bởi vì vì cha đi bởi vì vì tốt với và thay dương ở ban sùng rô mấy miền tốt cho nó hãy bằng coi cả tới chỉ riêng ra nó gọi cho đây tệ tông vì cha hay tốt ngôn bên trên đó bên hắn đây vì khổ xong ấy và bảy xong ấy chẳng tệ tông vì cha năng tốt nguồn
ចឹងញាតិញោមត្រូវសង្រួមវិចារទៅបើសិនបើចង់បានសេរីសួស្តីមានមុខមាត់ស្រស់បោះល្អគឺត្រូវសង្រួមវិចារណាហើយទី2តកតងនឹងសេរីនៅទ្រូងនេះអានេះគឺសំដៅដល់ចិត្តណាចិត្តសំដៅដល់ទ្រូងគឺសំដៅដល់ចិត្តការមโนទ្វាមโนសច្ចរិតគឺយើងត្រូវគិតល្អនឹងយ៉ាងម៉េចមិនគិតសម្លឹងរំពៃចង់បានទ្រព្យរបស់អ្នកដទៃទេមិនគិតដើម្បីចង់ឲ្យអ្នកដទៃណាដល់សេចក្តីវិនិច្ឆ័យទេហើយមិនគិតទៅនៅក្នុងមិច្ឆាទិដ្ឋិ10យ៉ាងណាគឺថាចិត្តគំនិតហ្នឹងគឺថាមានការយល់ត្រឹមត្រូវទិដ្ឋុជកម្មៈជាសមាទិដ្ឋិយល់ទៅមេត្តាបិតាមានគុណការបូជាតូចបូជាធំមានផលអីចឹងទៅមនោកម្មហ្នឹងក៏សំខាន់ដែរនិយាយចឹងទៅនឹកឃើញថ្ងៃមិញហ្នឹងមានញោមគាត់សាកសួរតកតងរឿងការគិតរបស់គាត់ថាគាត់ចេះតែគិតទៅក្នុងរឿងអកុសលហើយព្យាយាមអប់រំចិត្តទប់ស្កាត់ចិត្តថាមិនឲ្យគិតអកុសលដែរបើតែចិត្តហ្នឹងវាចេះតែគិតទៅក្នុងអកុសលហើយក៏សួរថាត្រូវធ្វើយ៉ាងម៉េចអាហ្នឹងវាទល់តែយើងសិក្សាឲ្យឃើញពីទោសនៃអកុសលឃើញទោសនៃគំនិតហ្នឹងឯងជាពិសេសទៅគឺតកតងជាមួយនឹងការគិតក្នុងបរតនត្រ័យពុទ្ធពធប្រសង្ឃបើយើងគិតខុសក្នុងបរតនត្រ័យមានទោសធ្ងន់ណាស់យើងអត់បានធ្វើដោយកាយដោយវាចាផងត្រឹមតែគំនិតដែលយើងគិតមិនល្អណាក្នុងពុទ្ធក្តីក្នុងពធក្តីក្នុងប្រសង្ឃក្តីត្រឹមតែគំនិតត្រឹមតែចិត្តដែលយើងគិតមិនល្អមិនជ្រះថ្លាឬគិតបន្ទុះដោយប្រការណានឹងគឺថាមានទោសច្រើនណាស់យើងមើលដូចក្នុងអត្ថកថាប្រាជិកសិក្ខាបទអីចឹងក្នុងអត្ថកថាប្រាជិកសិក្ខាបទហ្នឹងនិយាយក្នុងចំណុចមួយរឿងដែលព្រះមហាមុគលានលោកឃើញប្រែតអីចឹងដល់ពេលដែលលោកបានប្រាប់ដល់ព្រះលក្ខណៈថាលោកបានឃើញប្រែតហ្នឹងព្រះលក្ខណៈឬក៏វិខុទាំងឡាយដែលលោកអត់មានញាណនឹងបានឃើញហ្នឹងលោកអត់ជឿទេអញ្ចឹងបានព្រះអង្គត្រាស់ថាប្រែតហ្នឹងព្រះអង្គបានឃើញតាំងពីពេលដែលព្រះអង្គត្រាស់ដឹងប៉ុន្តែព្រះអង្គអត់សម្ដែងព្រោះអត់ទាន់មានសាក្សីហើយកាលណាបើព្រះអង្គសម្ដែងហើយអ្នកដែលមិនជឿព្រះសម្រាប់ព្រះអង្គហ្នឹងវាប្រព្រឹត្តទៅដើម្បីសេចក្តីទុក្ខដើម្បីមិនជាប្រយោជន៍អស់ការយូរអង្វែងយើងមើលត្រឹមតែគំនិតដែលថាមិនជឿការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធមិនជឿការសម្ដែងមិនជឿការឃើញរបស់ព្រះអង្គដែលព្រះអង្គសម្ដែងប្រាប់នេះត្រឹមតែការមិនជឿនឹងក៏ប្រព្រឹត្តទៅដើម្បីសេចក្តីទុក្ខអស់ការយូរអង្វែងដែរអញ្ចឹងក្នុងចំណុចនេះដែលខ្ញុំកណាត់មកភាពចង់លើកឡើងបញ្ជាក់ហ្នឹងបានន័យថាប្រសិនបើយើងគិតមិនល្អក្នុងពុទ្ធក្តីក្នុងពធក្តីក្នុងប្រសង្ឃក្តីនេះវាប្រព្រឹត្តទៅមិនជាប្រយោជន៍ទេមិនមែនជាសេរីសួស្តីទេអញ្ចឹងយើងត្រូវហាមឃាត់ចិត្តហ្នឹងកុំឲ្យចេះតែគិតអ្វីដែលមិនល្អហើយបើនិយាយថាជាអំពើរបស់អ្នកដទៃការប្រព្រឹត្តរបស់ភិក្ខុសង្ឃក្តីបាសកបាសិកាក្តីឬក៏អ្នកដទៃណាក្តីបើយើងឃើញថាជាអំពើអាក្រក់យើងអាចជួយអប់រំណែនាំគ្នាបានយើងជួយប្រាប់ទៅបើជួយប្រាប់មិនបានទេក៏យើងមិនចាំបាច់និយាយទេយើងតាំងចិត្តជាឧបេក្ខាទៅសត្វមានកម្មជារបស់ខ្លួនហើយយើងមិនចាំបាច់គិតអាក្រក់អីអំពីប្រសង់ឬក៏អំពីអ្នកដទៃណាទេពីព្រោះអ្វីខ្លះដែលយើងឃើញដែលយើងឮវាជួនកាលវាមិនប្រកាសថាដូចនឹងអ្វីដែលយើងបានឃើញដូចនឹងអ្វីដែលយើងបានគិតទេជួនកាលវាមានរឿងរ៉ាវជាកំបាំងនៅក្នុងនឹងទៅទៀតចឹងចំណុចនេះដែលខ្ញុំកណាត់មកភាពលើកឡើងគឺចង់ឲ្យញាតិញោមចេះគិតតាក់ទងរឿងគំនិតនេះបើយើងគិតមិនល្អវាកើតបាបហើយបើយើងគិតល្អវាកើតបុណ្យអាហ្នឹងវាចឹងណាចឹងដើម្បីឲ្យមានសេរីសួស្តីតើយើងចេះគិតអាហ្នឹងភាសាហ្នឹងមែនតើទៅយើងប្រើជាសាមញ្ញធម្មតាហើយដែលថាមិនចេះគិតអីចឹងចឹងបើយើងចេះគិតតើជាសម្មាសង្កប្បៈអាហ្នឹងវានិយាយនៅក្នុងអង្គនៃអរិយមគ្គ
ចឹងយើងគិតអីឲ្យគិតល្អគិតនៅក្នុងបុណ្យកុសលគិតឲ្យបានប្រយោជន៍កុំគិតឲ្យកើតលោភៈគិតឲ្យកើតទោសៈគិតឲ្យកើតមោហៈគិតនឹងគិតមិនល្អទេគិតកើតបាបមិនមែនជាសិរីសួស្តីទេចឹងឲ្យប្រព្រឹត្តទៅក្នុងមនោសុចរិតសុចរិតឃើញកណាញាតិញោមខ្លះសរសេរពាក្យនឹងអត់ត្រូវដែរគឺសុចរិតយើងសរសេរសដល់សអូចរដល់សអេនតសុចរិតណាមិនមែនចជាងចទេណាអត់មានជាងចទេគឺសុចរិតគឺជាការប្រព្រឹត្តល្អសុនឹងគឺល្អណាចរិតៈនឹងគឺការប្រព្រឹត្តចឹងការប្រព្រឹត្តល្អទៅតាមផ្លូវចិត្តនឹងគឺថាមិនគិតចង់បានទ្រព្យរបស់អ្នករតីមិនគិតចង់ឲ្យអ្នករតីវិនិច្ឆ័យមិនគិតទៅនៅក្នុងផ្លូវខុសដែលជាមិច្ឆាទិដ្ឋិគឺគិតទៅនៅក្នុងអំពើជាសម្មាទិដ្ឋិអាហ្នឹងគឺជាមនោសច្ចរិតដែលតកតងរឿងចិត្តដែលថាពេលថ្ងៃយើងទៅយកទឹកមកលាបស្លាបនៅដើមទ្រូងដើម្បីឲ្យទ្រូងនឹងវាត្រជាក់ឬក៏ចិត្តយើងនឹងវាគិតឲ្យវាល្អទៅវាត្រជាក់វាអញ្ចឹងវាមានសេចក្តីសុខដល់មួយទៀតតកតងជើងនេះសរីនៅជើងត្រង់ថាយើងមុនសម្រាប់សម្រានយើងទៅលាងជើងនេះគឺតកតងជាមួយនឹងកាយកម្មកាយកម្មហ្នឹងគឺកាយកម្ម3វាចាកការសម្លាប់សត្វវាចាកការលួចត្រកគេវាចាកការព្រឹត្តខុសក្នុងកាមអញ្ចឹងវាយើងអាចគ្រប់គ្រងកាយកម្មនឹងបានគេហៅថាកាយគុតត្រោណាព្រះអង្គសម្ដែងថាកាយគុតតោគ្រប់គ្រងកាយវាយើងអាចគ្រប់គ្រងកាយបានកាយនេះជាកាយសុចរិតហ្នឹងគឺល្អមែនតើហ្មងហើយវាយើងអាចប្រព្រឹត្តឲ្យល្អគ្រប់10ហ្នឹងតែម្ដងគឺថាមុខហ្នឹងក៏មានសេរីទ្រូងហ្នឹងក៏មានសេរីជើងហ្នឹងក៏មានសេរីល្អវាត្រង់ថាល្អកាយល្អវាចាល្អទាំងចិត្តល្អកាយវាចាល្អទាំងចិត្តល្អមានសុចរិតមានចរិយាល្អនេះល្អពិតដល់ថ្លៃថ្លាទោះមនុស្សទេវតាតែងស្រឡាញ់ហើយនិយាយដល់ចំណុចទៅខ្ញុំបណ្ដាលមកភាពចេះតែនឹកឃើញរឿងពាក្យញាតិញោមឲ្យពរកូនចៅប្រុសស្រីទៅណាមកណាឲ្យគេអាណិតស្រឡាញ់អញ្ចឹងដើម្បីឲ្យគេអាណិតស្រឡាញ់ទល់តែយើងអប់រំកាយអប់រំវិជ្ជាអប់រំចិត្តយើងឲ្យល្អទល់តែយើងល្អតាមពិតបានយើងនេះជាមនុស្សដែលគួរឲ្យស្រឡាញ់ទាំងខ្លួនយើងនឹងក៏គួរឲ្យស្រឡាញ់ដែរគេថាខ្លួនជាទីស្រឡាញ់នៃខ្លួនឯងហើយអ្នកដទៃក៏គេស្រឡាញ់ចូលចិត្តឲ្យតែយើងល្អតាមពិតអញ្ចឹងយើងរស់នៅមានសេរីសុខស្ដីហ្នឹងនឹងខ្ញុំបានថាភាពបកស្រាយនៅក្នុងសេរី3ប្រការដែលពុទ្ធបរិស័ទគួរបាននៅការយល់ដឹងតកតងនៅក្នុងកុសលកម្មបណ្ដប់ការប្រព្រឹត្តល្អតាមផ្លូវកាយតាមផ្លូវវិជ្ជានិងតាមផ្លូវចិត្តនឹងប្រកេនប៉ុណ្ណឹងគណៈសូមអរគុណលោកចាស់គ្រូពុទ្ធបរិស័ទគ្រប់គ្នាបានស្ដាប់នៅក្នុងអត្ថន័យតកតងជាមួយនឹងសេរី3ប្រការទាំងអត្ថន័យនៅក្នុងរឿងរ៉ាវនឹងដែលនិយាយអំពីសេរី3យ៉ាងគឺនៅនឹងមុខនឹងមួយនៅនឹងទ្រូងនឹងមួយហើយនៅនឹងជើងនឹងមួយតែនៅក្នុងនៃដែលលោកចាស់គ្រូបានបកស្រាយពីរោះនៅក្នុងសេចក្តីនៃពធចាប់ទាក់ទងជាមួយនឹងសេរីទី1គឺថានៅនឹងមុខហ្នឹងគឺសំដៅដល់វិជ័យសុចរិតណាវិជ័យសុចរិតទាំង4យ៉ាងមានការមិនពោលពាក្យកុហកអីជាដើមហ្នឹងហើយនៅត្រង់ទ្រូងគឺសំដៅដល់មនោសុចរិតទាំង3យ៉ាងហើយនឹងទី3ហ្នឹងគឺសេរីនៅត្រង់ជើងគឺសំដៅដល់កាយសុចរិតអញ្ចឹងពុទ្ធបរិស័ទគ្រប់គ្នាយើងប្រាថ្នានៅសេរីសួស្តីមង្គលក្នុងជីវិតឬក៏ការរាប់អានការស្រឡាញ់ពីអ្នកដទៃតើតែញាតិញោមគ្រប់គ្នាមាននៅការប្រព្រឹត្តនៅសុចរិតទាំង3យ៉ាងហ្នឹងឲ្យល្អបើទោះបីជាយើងសិក្សានៅក្នុងសេរី3យ៉ាងខាងដើមនៃខាងដើមទី1ហ្នឹងទោះបីជាថាលុបមុខហើយក៏ដោយដោះធ្មេញហើយក៏ដោយជំរះលាងមុខលាងមាត់អីនឹងស្អាតបានក៏ដោយក៏ប៉ុន្តែវាចារបស់យើងជាវាចាដែលអាក្រក់មានការជេរបតិចមានការអីជាវាចាដែលពោលទៅហើយមិនជាទីប្រាថ្នាមិនជាទីស្ដាប់នៃអ្នកដទៃអានោះក៏អត់អាចមានសេរីបានដែរចឹងមែនទែនទៅគឺសេរីនោះគឺនៅត្រង់
សុចរិតដែលយើងមាននឹងឯងថាពុទ្ធបរិស័ទគ្រប់គ្នាមាននូវសុចរិតទាំង3យ៉ាងហ្នឹងហើយអានឹងគឺជាសេរីសួស្តីនៅក្នុងជីវិតរបស់យើងប្រចាំថ្ងៃហ្នឹងសេរីទាំង3យ៉ាងនេះក៏មិនមែនមានតែនៅក្នុងសម័យឬក៏រយៈពេលនៃពិធីបុណ្យចូលឆ្នាំហ្នឹងដែរណាញាតិញោមគឺមានគ្រប់ពេលវេលាគ្រប់ថ្ងៃគ្រប់ខែគ្រប់ឆ្នាំទាំងអស់ពេលណាវេលាណាដែលញាតិញោមគ្រប់គ្នាមាននៅសុចរិតធម៌ឬក៏មាននៅកល្យាណធម៌ធម៌ល្អទាំង3យ៉ាងនោះហើយពេលនោះឯងឈ្មោះថាជាមង្គលសិរីសួស្តីហើយព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គសម្ដែងថាជាថ្ងៃល្អជានក្ខត្តឫក្សល្អជាមង្គលល្អអីចឹងទៅដោយអំណាចនៃការដែលយើងមាននៅសេរីទាំង3យ៉ាងនោះឯងចឹងញាតិញោមគ្រប់គ្នាបានស្ដាប់នៅក្នុងអត្ថន័យទី1នៃរឿងរ៉ាវជាប់តេតងជាមួយនឹងពិធីបុណ្យចូលឆ្នាំនៅក្នុងធម្មបាលកុមារតេតងនឹងទស្សនា3ប្រការហ្នឹងក៏បានស្ដាប់ហើយក៏អាចយល់ទៅនៅក្នុងសេចក្តីនឹងបានមួយវិញទៀតនៅក្នុងចំណុចនៅពេលដែលធម្មបាលហ្នឹងបានដោះស្រាយនៅបញ្ហាឬក៏ប្រស្នាដែលកបិលមហាព្រហ្មហ្នឹងបានលើកឡើងមកហ្នឹងក៏តេតងជាមួយនឹងប្រស្នាការបកស្រាយហ្នឹងថាបើសិនជាធម្មបាលកុមារហ្នឹងអាចបកស្រាយបានគឺកបិលមហាព្រហ្មហ្នឹងគាត់នឹងលះបង់នៅជីវិតអីចឹងទៅបើសិនជាធម្មបាលហ្នឹងមិនអាចដោះស្រាយនៅបញ្ហាហ្នឹងបានទេធម្មបាលហ្នឹងក៏ត្រូវលះបង់ជីវិតអីចឹងទៅហើយនៅក្នុងពេលដែលធម្មបាលកុមារហ្នឹងបានបកស្រាយនៅប្រស្នាហ្នឹងបានហើយកបិលមហាព្រហ្មហ្នឹងគឺត្រូវកាត់សីស័កឬក៏កាត់ក្បាលហ្នឹងក៏មានចំណុចមួយដែលជាប់ទាក់ទងនៅត្រង់ដែលថាប្រសិនបើក្បាលរបស់មហាព្រហ្មកបិលមហាព្រហ្មហ្នឹងទម្លាក់ចោលទៅនៅលើផែនដីចឹងទៅវាធ្វើឲ្យមានទុរភិក្សមានគ្រោះរាំងស្ងួតអីចឹងទៅឬក៏ថាបើសិនជាទម្លាក់ចោលនៅក្នុងមហាសមុទ្រអីវាធ្វើឲ្យរីងទឹកមហាសមុទ្រអីចឹងទៅនៅក្នុងសេចក្តីហ្នឹងក៏ជាចំណុចមួយដែលខ្ញុំណាចង់សាកសួរទៅលោកចាស់គ្រូនៅត្រង់ដែលថាតើសីស័កឬក៏ក្បាលរបស់មហាព្រហ្មហ្នឹងដែលថានៅពេលណាដែលទម្លាក់ទៅនៅលើផែនដីឬក៏មហាសមុទ្រអីដែលធ្វើនាំឲ្យអន្តរាយអីផ្សេងហ្នឹងនឹងពិតជានាំមកនៅអន្តរាយពិតប្រាកដមែនឬក៏មានចំណុចនៃពធដែលពុទ្ធបរិស័ទក៏បីជ្រាបសេចក្តីឲ្យកាន់តែជ្រៅពីនឹងទៅទៀតលោកចាស់គ្រូកណាតេតងចំណុចខាងដើមចង់បញ្ជាក់បន្តិចតេតងរឿងសេរីឲ្យញាតិញោមបានយល់ណាពាក្យថាសេរីនេះនៅក្នុងសង្យុត្តនិកាយមានបទគាថាមួយព្រះអង្គសម្ដែងថាសេរីភោគិនមាសយោសេរីហ្នឹងគឺជាទីអាស្រ័យនឹងនៃភោគៈពាក្យថាសេរីក្នុងទីនេះគឺសំដៅដល់បុណ្យអញ្ចឹងណាអិសរិយយុបុគ្គលដែលមានអិសរិយយុហ្នឹងបានន័យទៅបុគ្គលហ្នឹងមានបុណ្យអញ្ចឹងកាលណាបើបុគ្គលមានបុណ្យមានអិសរិយយុហើយភោគៈទាំងឡាយហ្នឹងគឺថាមកអំពីគ្រប់ទិសទីគឺថាវាសម្បូរទៅដោយសម្បត្តិលេបយុះអញ្ចឹងណាសម្បូរទៅដោយសេចក្តីសុខអញ្ចឹងបើយើងត្រូវការសេរីគឺទល់តែយើងធ្វើបុណ្យជាពិសេសគឺការសង្រួមកាយសង្រួមវិជ្ជាសង្រួមចិត្តព្រឹត្តទៅនៅក្នុងសិលជាដើមហ្នឹងហ្នឹងឲ្យញោមបានដឹងពាក្យថាសេរីហ្នឹងគឺសំដៅដល់អិសរិយយុះហើយបុគ្គលដែលដល់នៅអិសរិយយុះគឺព្រោះអាស្រ័យបុគ្គលនោះជាអ្នកមានបុណ្យបានធ្វើទុកមកអញ្ចឹងបើយើងចង់បានសេរីទល់តែយើងធ្វើបុណ្យទល់តែយើងមានបុណ្យនឹងបញ្ជាក់បន្ថែមហើយបុណ្យហ្នឹងវាមិនមែនថារឿងបុណ្យដែលត្រឹមការសង្រួមកាយសង្រួមវិជ្ជាសង្រួមចិត្តទេបើនិយាយការសង្រួមកាយសង្រួមវិជ្ជាសង្រួមចិត្តអាហ្នឹងវាតកតងសិលប៉ុន្តែបុណ្យក្រៅពីសិលព្រះអង្គសម្ដែងមានដល់ទៅបើយើងនិយាយពីក្នុងបុណ្យ10យ៉ាងគេហៅបញ្ចក្រិយាវត្ថុ10ហ្នឹងអញ្ចឹងមិនមែនមានត្រឹមតែសិលទេនៅមានបញ្ចក្រិយាវត្ថុ9ទៀតដែលយើងត្រូវធ្វើអញ្ចឹងយើងធ្វើឲ្យបានសពគ្រប់ទៅយើងជាមនុស្សដែលបរិបូរណ៍ដោយបុណ្យយើងបរិបូរណ៍ដោយសេរីចឹងរស់នៅទីណាកន្លែងណាក៏បានសុខដែររហូតដល់យើងរួចចាក់ទុកបានហើយតកតងព្រំក្បាលព្រំជាធម្មតាយើងតែងឃើញទៅព្រំមានមុខ4អញ្ចឹងណាព្រំមានមុខ4ព្រំមានមុខតែមួយទេប៉ុន្តែដែលថាគេធ្វើមុខ4គឺជាតំណាងដល់ព្រំវិហារធម៌4ធម៌4របស់ព្រំធម៌4របស់ព្រំដែលថាធម៌ហ្នឹងបុគ្គលចម្រើនធម៌ហ្នឹងឲ្យទៅកើតជាព្រំ
ទីមួយគឺមេត្តាមេត្តាប្រែមកដល់ការរាប់អានករណាសេចក្តីអាណិតណាមុទិតាហ្នឹងគឺចិត្តទន់ភ្លន់ត្រេកអរតាមណាហើយនឹងឧបេក្ខាណាឧបេក្ខាចិត្តហ្នឹងឯងចិត្តជាកណ្ដាលអញ្ចឹងព្រហ្មវិហារធម៌4ហ្នឹងបើសិនបើមេត្តាបិតាអត់មានព្រហ្មវិហារធម៌4អាហ្នឹងប្រៀបដូចថាសីស័កដែលត្រូវគេកាត់ហើយបោះចូលទៅកដាលទលេកដាលសមុទ្រទៅរីងស្ងួតហួតហើយទឹកបោះទៅព្រៃទៅភ្លើងឆេះអញ្ចឹងចំណុចនេះខ្ញុំកណាតថាភាពនឹកដល់ចំណុចនៃធម៌មួយដែលព្រះអង្គសម្ដែងនៅក្នុងសង្ឃាលកសូត្រនៅក្នុងសង្ឃាលកសូត្រព្រះអង្គសម្ដែងពីមេត្តាបិតាដែលមិនបានបដិបត្តិនៅក្នុងព្រះមវិហារធម៌4មិនមានសង្ឃហធម៌4មិនបាននៅការសង្គ្រោះអំពីកូនប្រុសស្រីទេអាហ្នឹងវាប្រៀបដូចថាក្បាលព្រំកាលណាបើវាត្រូវកាត់ដាច់ហើយវាបោះទៅសមុទ្រវារីងទឹកបោះទៅលើអាកាសវារាំងភ្លៀងបោះទៅក្នុងព្រៃទៅភ្លើងឆេះវាអត់មានអីដើម្បីថាឲ្យវាចម្រើនដុះដាលឡើងចឹងណាយ៉ាងណានេះដែលញាតិញោមត្រូវយល់ដឹងក្នុងតួនាទីញាតិញោមពុទ្ធបរិស័ទជាមេត្តាបិតាទល់តែមេត្តាបិតានឹងមាននៅសង្ឃហធម៌4មាននៅព្រហ្មវិហារធម៌4ឬក៏បដិបត្តិនៅក្នុងកិច្ចតួនាទីរបស់មេត្តាបិតា5យ៉ាងឲ្យល្អអានឹងទើបមេត្តាបិតានឹងបានន័យថាវាឈ្មោះថាបានផ្សព្វផ្សាយនៅសេចក្តីល្អដល់កូនប្រុសស្រីហ្នឹងគឺថាកូនប្រុសស្រីដែលបានទទួលជ្រួតជ្រាបនៅសេចក្តីល្អហ្នឹងហើយក៏នឹងត្រឡប់តបស្នងសងគុណចំពោះមេត្តាបិតាវិញបើសិនបើមេត្តាបិតាអត់បានពេញកិច្ចតួនាទី5យ៉ាងទេអត់មាននៅព្រហ្មវិហារធម៌4ទេអត់មានសង្ឃហធម៌4ទេព្រះអង្គសម្ដែងថាមិនបាននៅការសង្គ្រោះបាននៅការអនុគ្រោះទំនុកបំរុងពីកូនប្រុសស្រីទេអាហ្នឹងបើញាតិញោមចង់ជាក់ច្បាស់ទៅមើលនៅក្នុងបត្រៃបិដកលេខ19ក្នុងសង្ឃាលកសូត្រអាហ្នឹងវាអញ្ចឹងបានន័យថាក្បាលគឺកុសលធម៌ត្រូវកាត់ដាច់ហើយអញ្ចឹងចោលទៅណាក៏វាអត់មានអីចម្រើនដែរបោះទៅក្នុងសមុទ្រវារីងទឹកបោះទៅលើអាកាសវារាំងភ្លៀងបោះក្នុងព្រៃវាឆេះព្រៃបានន័យថាវាអត់មានអីត្រូវដោះដាលត្រូវរីកចម្រើនប៉ុន្តែបើសិនជាមេត្តាបិតាបានបដិបត្តិនៅក្នុងតួនាទី5យ៉ាងតួនាទី5យ៉ាងឥឡូវរាប់សង្ខេបតិចចុះបានជាលើកឡើងហើយជាងកាលពុទ្ធបរិស័ទខ្លះមិនបានដឹងដែរជាទូទៅសម្ដែងធម៌អាតាមបុណ្យទានអីផ្សេងសួរទៅគឺអត់ដឹងទេអត់ដឹងថាខ្លួនឯងជាមេត្តាបិតាទៅបដិបត្តិតួនាទី5យ៉ាងហ្នឹងអីខ្លះអត់ដឹងទី1ព្រះអង្គសម្ដែងថាហាមឃាត់កូនកុំឲ្យធ្វើបាបទី2ឲ្យកូនបានអង្គក្នុងកុសលធម៌ទី3ឲ្យកូនសិក្សារៀនសូត្រទី4រៀបចំកូនប្រុសស្រីឲ្យមានស្វាមីសមគួរដល់វងតកូលបើសិនបើកូនប្រាថ្នានឹងការគ្រប់គ្រងផ្ទះហើយបើថាកូនប្រាថ្នាចេញចាក់បោះឲ្យកូនបោះទៅបាច់ភ័យខ្លាចកូនបោះអីទេបងញាតិញោមខ្លះហ្នឹងភ័យខ្លាចកូនបោះហើយកូនមកបោះហើយហ្នឹងខ្លះមកអំពីទៀមទាឲ្យកូនសឹកអីចឹងទៅអាហ្នឹងកុំផ្ដាច់នៅឧបនិស្ស័យល្អរបស់កូនប្រុសស្រីណាបងមិនថាប្រុសមិនថាស្រីទេសម័យសពថ្ងៃចឹងការញាតិញោមស្រីខ្លះចង់បោះអីបោះយកដូនជីអីចឹងទៅសារសិល8សិល9នៅវាំងគូបោសថសិលឬក៏សិល10អីក៏បានសិក្សារៀនសូត្រពុទ្ធសាសនាទៅបប្រតិបត្តិតាមពុទ្ធសាសនាទៅអញ្ចឹងមិនចាំបាច់ហាមឃាត់ទេមិនថាប្រុសមិនថាស្រីទេបើថាបរោះក៏អាចបួសជាសាមណេរឬក៏ភិក្ខុស្ត្រីទេសម័យនេះក៏យើងអាចបួសជាដូនជារក្សាសិល8សិល9សិល10អីចឹងទៅអញ្ចឹងបើកូនប្រុសស្រីមិនប្រាថ្នាបួសទេត្រូវការគ្រប់គ្រងផ្ទះមេត្តាបិតាត្រូវរៀបចំស្វាមីភរិយាសមគួររវងតកូលបាទដល់ពេលចំណុចទី5ចែកទ្រព្យឲ្យកូនក្នុងសម័យដកូលតាមលទ្ធភាពតែញោមមិនចាំបាច់កើតទុកទោមនោះអត់មានអីឲ្យកូនទេណាអញ្ចឹងយើងមានអីឲ្យក៏ឲ្យទៅបើមិនឲ្យទេក៏តាមដំណើរហ្នឹងទៅព្រោះយើងក៏អត់បានហៅកូនយើងមកកើតកូនយើងអាស្រ័យបុណ្យយើងប៉ុណ្ណឹងណាអាស្រ័យបុណ្យរបស់កូនប៉ុណ្ណឹងយើងមានបុណ្យប៉ុណ្ណឹងកូនមានបុណ្យប៉ុណ្ណឹងមកជួបគ្នាអាស្រ័យគ្នា
chẳng đại sầm khăn cái dương sầm cột nếu đại thua tăng vì ti môi món anh nói về tôi là ti pram giang đào prom bị hiệp thọ 4 nèជាទូទៅមេត្តាបិតាមានច្រើនចំពោះកូនប្រុសស្រីមេត្តាធម៌ករណាធម៌មុទិតាធម៌និងឧបេក្ខាធម៌គិតខ្វល់ច្រើនណាស់ជាមួយនឹងកូនប្រុសស្រីប៉ុន្តែសង្ឃហធម៌ 4 នេះសង្ឃហធម៌ 4 នេះមានអីខ្លះទី1គឺទានអ្នកការឲ្យនឹងឲ្យដោយការសង្គ្រោះមិនមែនឲ្យដោយលោភៈទេបើឲ្យដោយលោភៈមិនសម្រាប់ជាបុព្វការីមិនសម្រាប់ជាទាននេះគេហៅថាលោភៈទានប៉ុន្តែបើយើងនិយាយវិទានវាមានលក្ខណៈពីរយ៉ាងឲ្យដោយការសង្គ្រោះនឹងមួយឲ្យដោយការបូជាមួយអញ្ចឹងបើយើងឲ្យដោយលោភៈមានលោភៈក្របសង្កត់វាអត់សម្រេចទៅជាទានហៅថាជាអនុកអតចិត្តោទានងទេទេឬក៏ហៅថាជាសង្ឃហទានអនុកអតចិត្តោទានងទេទេឲ្យទាននៃចិត្តអនុគ្រោះសង្ឃហទាននឹងឲ្យដោយការសង្គ្រោះបុគ្គលនឹងអត់មានគុណទេដែលយើងត្រូវបូជាទេឬក៏ថាដោយកូនប្រុសស្រីមកអាស្រ័យយើងជាមេត្តាបិតាយើងមានកិច្ចទូនពីអញ្ចឹងឲ្យរស់រៀនមានជីវិតទៅឲ្យបានវាចាក់បាបឲ្យបានតម្កល់ក្នុងសេចក្តីល្អជាដើមទៅអញ្ចឹងបើយើងឲ្យដោយការសង្គ្រោះគេហៅថាទានអ្នកហ្នឹងអាហ្នឹងជាសង្ឃហធម៌មួយបិយវាចាការពោលពាក្យដែលជាទីស្រឡាញ់ហើយអដ្ឋចរិយាការប្រព្រឹត្តដែលជាប្រយោជន៍ការប្រព្រឹត្តជាប្រយោជន៍ហ្នឹងគឺទូមានព្រាមបណ្ដោយកូនប្រុសស្រីថានេះគួរធ្វើនេះមិនគួរធ្វើអំពើនេះធ្វើឲ្យវាមានទោសអំពើនេះធ្វើទៅឲ្យវាមានផលមានប្រយោជន៍ហើយចំណុចហ្នឹងអាស្រ័យចំណេះដឹងមេត្តាបិតាគឺជាសំខាន់ណាស់ដែលមេត្តាបិតាទៅសិក្សាឲ្យយល់អំពីផ្លូវលោកផ្លូវធម៌អប់រំកូនចៅបានល្អដល់អំពើទី4គឺសមាណត្តតាភាពជាអ្នកប្រព្រឹត្តខ្លួនស្មើបុគ្គលចៅប្រុសស្រីខ្លះអាស្រ័យភាពកក់ក្ដៅអំពីមេត្តាបិតាហើយបើយើងមេត្តាបិតាមិនបានយកចិត្តដាក់កូនប្រុសស្រីណាទៅណាក៏ទៅជាងការខ្លះមិនដែលបានបាយជុំគ្នាអីចឹងអាហ្នឹងគេហៅថាអត់មានសមាណត្តតាអញ្ចឹងបើមេត្តាបិតាខ្វះនៅព្រហ្មវិហារធម៌ 4 ណាខ្វះនៅសង្ឃហធម៌ 4 ហើយអត់បានសង្គ្រោះកូនដោយកិច្ចទួនាទីដ៏ល្អ5យ៉ាងទេมันអាចបាននៅផលมันអាចបាននៅការតបស្នងសងគុណអំពីកូនប្រុសស្រីវិញទេអាហ្នឹងវាចឹងណាអញ្ចឹងគឺព្រហ្មវិហារធម៌ 4 នេះគឺជាសំខាន់ណាស់សម្រាប់មេត្តាបិតាជាមួយនឹងកូនប្រុសស្រីអញ្ចឹងបើចង់ឲ្យកូនប្រុសស្រីទំនុកបំរុងវាទល់តែញាតិញោមជាមេត្តាបិតានឹងត្រូវតែមានព្រហ្មវិហារធម៌ 4 ត្រូវមានសង្ឃហធម៌ 4 ត្រូវបំពេញនៅតួនាទី5យ៉ាងឲ្យបានល្អអាហ្នឹងបានន័យថាក្បាលមហាព្រហ្មនឹងដាក់កន្លែងណាក៏អត់មានវិបត្តិអន្តរាយទេមានតែសេចក្តីសុខនិងមានតែសេចក្តីចម្រើនតែថាយើងបានផ្ដល់សេចក្តីសុខឲ្យដល់កូនប្រុសស្រីអញ្ចឹងសេចក្តីសុខដែលយើងបានផ្ដល់ឲ្យកូនប្រុសស្រីវានឹងផ្សព្វផ្សាយនៅផលប្រយោជន៍ត្រឡប់មកញាតិញោមជាមេត្តាបិតាវិញអញ្ចឹងគួរតែបប្រតិបត្តិនៅក្នុងព្រហ្មវិហារធម៌ 4 ប្រការហ្នឹងឲ្យបានល្អនឹងខ្ញុំណាត់ថាភាពបកស្រាយនៅក្នុងន័យធម៌ប៉ុណ្ណឹងគណៈសូមអរគុណលោកចាស់គ្រូបានបកស្រាយនៅក្នុងចំណុចនេះហើយពុទ្ធបរិស័ទគ្រប់គ្នាបានស្ដាប់នៅក្នុងសេចក្តីនៃរឿងព្រំហ្នឹងក៏បញ្ជាក់ញាតិញោមដោយលោកចាស់គ្រូបានបញ្ជាក់មកអញ្ចឹងថាមិនមែនមានមុខ4ទេណាញាតិញោមញាតិញោមខ្លះគាត់សម័យថាព្រំមានមុខ4ព្រំសម្រាប់ក៏ដេកយ៉ាងម៉េចទៅអញ្ចឹងត្រូវផ្កាប់មុខត្រូវអីខាងលើម្ខាងផ្កាប់ចុះម្ខាងហ្នឹងយ៉ាងម៉េចទៅអញ្ចឹងទៅមានឆ្ងល់អញ្ចឹងទៀតអញ្ចឹងព្រំហ្នឹងគឺមានមុខតែមួយទេតែអត្ថន័យនៅក្នុងដូចទាក់ទងជាមួយនឹងព្រំដែលមានរូបចម្លាក់នៅតាមប្រាសាទអីហ្នឹងក៏ជាការឲ្យនិយមន័យទៅនៅក្នុងព្រហ្មវិហារធម៌ទាំង4ដែលមានមេត្តាករុណាមុទិតានិងឧបេក្ខាដែលញាតិញោមបានស្ដាប់ហើយគឺសំខាន់ណាស់ធម៌ទាំង4យ៉ាងនេះគឺត្រូវតែរក្សាត្រូវតែមានក្នុងភាពជាមេត្តាបិតាហ្នឹងក៏ត្រូវតែមាននៅព្រហ្មវិហារធម៌ចំពោះកូនប្រុសស្រីហើយមេត្តាបិតាដែលមាននៅព្រហ្មវិហារធម៌ចំពោះកូនប្រុសស្រីហើយហ្នឹងគឺរមែងបាននៅការបូជាបាននៅការរក្សាបាននៅការចិញ្ចឹមថែរក្សាអីចឹងទៅនឹងហើយលោកចាស់គ្រូក៏បានលើកអំពីចំណុចជាប់ទាក់ទងជាមួយនឹងកិច្ចទូនាទីរបស់មេត្តាបិតាដែលធ្វើចំពោះកូនប្រុសស្រីអីហ្នឹងហ
ញាតិញោមបានស្ដាប់នៅក្នុងចំណុចហ្នឹងបន្ថែមនៅក្នុងចំណុចដែលលោកម្ចាស់គ្រូបានលើកឡើងណាឆ្ងល់ជាប់តាក់ទងជាមួយនឹងរឿងតាក់ទងនឹងនៅពេលដែលកូនហ្នឹងអត់ចង់បួសអញ្ចឹងនៅពេលអត់ចង់បួសអញ្ចឹងហើយស្រាប់តែមេដាបេដាហ្នឹងគាត់គិតឃើញថាចង់ឲ្យមកស្គាល់ប្រតនត្រ័យចង់ឲ្យអីចឹងទៅបង្ខំកូនហ្នឹងឲ្យមកបួសទាំងតែកូនហ្នឹងអត់មានសទ្ធាអត់មានអីចឹងតែនៅក្នុងចំណុចហ្នឹងជាទោសសម្រាប់មេដាបេដាឬក៏ដែលជាទោសសម្រាប់មេដាបេដាដែរឬអត់អញ្ចឹងគឺណាតើតងចំណុចនេះមិនជាទោសអីទេណាប៉ុន្តែវាជាចំណុចដែលល្អប៉ុន្តែយើងមើលទៅតាមស្ថានភាពជាក់ស្ដែងដែរព្រោះរឿងបព្វជិយកសម្បទាការបួសជាសាមណេរឬក៏បួសជាភិក្ខុនេះវាតតែបួសឲ្យប្រព្រឹត្តបដិបត្តិឲ្យត្រឹមត្រូវតាមធម៌តាមវិន័យតែសិនបើកុលបុត្រនឹងអត់សទ្ធាមែនដល់ពេលមកបួសក៏ស្រាប់ថាបានសេពគប់ជាមួយសពរស់ទៅវាកែប្រែអត្តចរិតលក្ខណៈដែលមិនល្អពីមុនមកវាទៅជាល្អចេះស្រឡាញ់ធម៌ចេះស្រឡាញ់វិន័យមានហិរិអត្តបៈមកបាក់ផ្លាច់បាបអីប្រព្រឹត្តល្អត្រឹមត្រូវមានសិលមានអីសីលាចារវត្តអីហ្នឹងគឺថាគួរជាទីជ្រះថ្លាអាហ្នឹងគឺល្អប៉ុន្តែបើសិនជាមកបួសហើយអត្តចរិតលក្ខណៈពីកុហកយ៉ាងម៉េចក៏នៅតែអញ្ចឹងអត់កែប្រែអត់លះបង់មិនប្រាថ្នាការសិក្សារៀនសូត្រការបប្រតិបត្តិធម៌វិន័យទេអាហ្នឹងមិនគួរបង្ខំឲ្យនៅបួសទេពីព្រោះកាលណាបើយើងនៅបង្ខំទាំងតែចិត្តមិនចង់ហើយចេះតែប្រព្រឹត្តញោមញីសិក្ខាបទដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបញ្ញត្តិទៅនាំឲ្យមានទោសអាហ្នឹងមិនមែនបួសសន្សំបុណ្យទេវាទៅជាសន្សំបាបគឺណាអញ្ចឹងចំណុចហ្នឹងវាមានពីរយ៉ាងហ្នឹងដែលកណាបញ្ជាក់សង្ខេបខ្លីប៉ុណ្ណឹងញាតិញោមស្ដាប់ទៅក៏អាចយល់ហើយណាហ្នឹងប៉ុណ្ណឹងឯងណាគឺណាចឹងទៅហើយនៅក្នុងចំណុចមួយទៀតដោយឪពុកម្ដាយខ្លះមែនតើទៅធ្លាប់ដឹងមកពេលដែលគាត់ចិត្តស្លាប់ហ្នឹងគាត់មានការតោមនោះក្នុងចិត្តមួយដូចថានៅក្នុងកិច្ចទូនាទីដែលលោកចាស់បានលើកឡើងរឿងថាចាត់ចែងរៀបចំឲ្យមានភរិយាស្វាមីដល់ពេលឪពុកម្ដាយខ្លះគាត់មានកូននេះថាកូនចង់កូនពៅអីចឹងទៅឬក៏ថាកូនដែលនៅសល់ប្រហែលអ្នកអីចឹងទៅមិនតាន់បានរៀបចំគូសកលឬក៏ជាភរិយាស្វាមីអីចឹងទៅរួចដល់អញ្ចឹងទៅគាត់ទៅជាមានការតោមនោះក្នុងចិត្តមិនអស់មិនហើយអញ្ចឹងចាគ្រូនៅពេលដែលចិត្តស្លាប់អីចឹងទៅតែនៅក្នុងចំណុចហ្នឹងគាត់ក៏បីគិតយ៉ាងណាឬក៏បីធ្វើទុកក្នុងចិត្តយ៉ាងណាដូចថាទីមួយអាចជាគាត់គិតថាទូនាទីរបស់ឪពុកម្ដាយគឺត្រូវផ្សំគុំកូនហ្នឹងឲ្យមានគ្រួសារអីរៀបចំអីស្រេចបាច់ចឹងទៅអានឹងគាត់បានដកកង្វល់នៅក្នុងចិត្តអីចឹងទៅតែដល់ពេលគាត់មិនទាន់បានឃើញកូនហ្នឹងមានគូសកលឬក៏អីចាប់សពគ្រប់ផងហ្នឹងស្រាប់តែគាត់ត្រូវលាចាកលោកអីចឹងទៅគាត់តោមនោះក្នុងចិត្តអីចឹងចាគ្រូកណាតកតងសំណួរនេះក៏ជាចំណុចមួយសំខាន់ដើម្បីជាការអនុគ្រោះដល់ពុទ្ធបរិស័ទជាពិសេសញាតិញោមដែលជាមេដាបេដាខ្ញុំគណៈអាត្មាភាពគិតថាសំខាន់ដោយសារមុនខ្ញុំគណៈមកទីនេះមានញោមម្នាក់ក៏មកសុំស្នាក់នៅវត្តសុំបួសមករយៈហើយសាកសួរទៅតាមដែលបងប្អូនកូនចៅអីរៀបរាប់ទៅគាត់វាមានភាពស្មុគស្មាញក្នុងគ្រួសារហើយជាពិសេសរឿងកូនតែម្ដងរឿងកូនហ្នឹងមកហើយអញ្ចឹងមើលទៅវាទៅជាមនុស្សមួយគេហៅថាមានវិបត្តិផ្លូវចិត្តដល់អញ្ចឹងនោះដូចថាវាដឹងទៅណាមកណាទេឥឡូវដូចថាដើម្បីរំសាយអាសេចក្តីទុក្ខកង្វល់ហ្នឹងក៏សុំថាមកបួសអញ្ចឹងយើងមើលឃើញតាក់ទងវិបត្តិហ្នឹងគឺជាមួយនឹងកូនហ្នឹងឯងគឺធ្ងន់ជាមួយនឹងកូនអញ្ចឹងញាតិញោមត្រូវចេះដោះស្រាយបញ្ហាហ្នឹងយើងកុំឲ្យធ្វើខ្លួនយើងហ្នឹងឲ្យទទួលនៅបន្ទុកហ្នឹងតែម្នាក់ឯងឬក៏វាធ្ងន់ពេកសំខាន់យើងត្រូវសង្គ្រោះកូនដោយដែលខ្ញុំគណៈអាត្មាភាពបានលើកដើមបញ្ជាក់ពីខាងដើមដែលយើងត្រូវសង្គ្រោះដោយធម៌5យ៉ាងដោយព្រហ្មវិហារធម៌4ដោយសង្ឃហធម៌4ហើយចិញ្ចឹមកូនចិញ្ចឹមប្រកបដោយធម៌កុំឲ្យចិញ្ចឹមប្រកបដោយលោភៈ
ហើយយើងត្រូវពិចារណាថាយើងមានកម្មជារបស់យើងកូនមានកម្មជារបស់កូនចៅមានកម្មជារបស់ចៅពងរឿងកូនរឿងចៅហ្នឹងវាជាទីជាប់ជំពាក់ខ្លាំងណាស់ពីដើមកាលមានកូនជាប់កូនដល់មានចៅទៅជាប់ចៅទៀតគាត់ខ្វល់ខ្វាយមែនតើអ្នកខ្លះហ្នឹងគាត់ថាខ្វល់នោះខ្វល់មែនតើហ្មងណាអញ្ចឹងញាតិញោមកុំឲ្យយកចិត្តទៅគិតខ្វល់អីខ្លាំងពេកយើងត្រូវពិចារណាទី1ថាយើងបានបំពេញតាមកិច្ចតួនាទីហើយអ្វីដែលយើងត្រូវធ្វើក៏យើងបានធ្វើហើយកិច្ចដែលយើងត្រូវសង្គ្រោះក៏យើងបានសង្គ្រោះហើយអញ្ចឹងយើងត្រូវពិចារណាមួយទៀតថាសត្វមានកម្មជារបស់ខ្លួនយើងមិនអាចនៅមើលថែកូនមើលថែចៅរហូតដល់ថ្ងៃស្លាប់ឬក៏ថាស្លាប់ហើយយើងមកតាមថែរក្សាកូនចៅហ្នឹងទៀតទេវាអញ្ចឹងណាយើងមានកម្មជារបស់យើងកូនមានកម្មជារបស់កូនចៅមានកម្មជារបស់ចៅអញ្ចឹងយើងគួរតែស្វះស្វែងរកនេះកុសលជាទីពឹងសម្រាប់ខ្លួនព្រោះពេលបន្ទាប់ពីយើងស្លាប់ទៅអត់មានកូនណាចៅណាជួយយើងបានទេដែលព្រះអង្គសម្ដែងជាមួយនឹងបរាចារាអញ្ចឹងយើងមើលកូនមិនអាចជាទីពឹងបានទេបិតាមិនអាចជាទីពឹងបានទេញាតិផៅពងមិនអាចជាទីពឹងបានទេចឹងបុគ្គលដែលបានឃើញដំណើរនៃការមិនមានទីពឹងក្នុងមេដាបិតាក្នុងកូនក្នុងចៅជាដើមនឹងហើយក៏បីជំរះផ្លូវនេះជាអ្នកសង្រួមក្នុងសិលហើយជំរះផ្លូវជាទីទៅកាន់ព្រះនិព្វានឲ្យបានចឹងញាតិញោមត្រូវសង្រួមកាយសង្រួមវាចាសង្រួមចិត្តអប់រំចិត្តទៅតាមផ្លូវនៃព្រះធម៌ហើយចេះដាក់ចុះភារៈនឹងយើងមិនអាចទទួលរ៉ាប់រងរហូតដល់ថ្ងៃដែលយើងស្លាប់ឬក៏ថាយើងស្លាប់ហើយត្រូវមកតាមថែរក្សាទៀតអត់ទេយើងទទួលមកល្មមទៅវាសំខាន់ដោយអាត្មាបានបញ្ជាក់ទៀតថាយើងបានធ្វើនៅកិច្ចសង្គ្រោះប្រកបដោយធម៌ហើយចឹងមកដល់វ័យចុងក្រោយដែលជាបច្ចឹមវ័យយើងត្រូវស្វះស្វែងរកកុសលជាទីពឹងសម្រាប់ខ្លួនម្ដងណាអាហ្នឹងយើងដាក់ចុះទៅអ្វីដែលវាធ្ងន់ឲ្យដាក់ចុះទៅអ្វីដែលដោះស្រាយប៉ុន្តែរឿងដោះស្រាយខ្ញុំបានថាគិតថាមិនមានរឿងអីយើងដោះស្រាយបានប៉ុន្តែមកវាយើងមិនចេះដោះហើយមកវាយើងមិនចេះលះបង់យើងចេះតែអោបកសោបយកមកយើងអត់ចេះលះបង់យើងអត់ចេះដោះស្រាយយើងអត់ចេះទម្លាក់ចុះអញ្ចឹងវានៅធ្ងន់ណាធ្ងន់រហូតញាតិញោមត្រូវប្រកាន់គោលការណ៍ខ្ញុំបានថាភាពប្រកាន់គោលការណ៍មួយថាកុំខ្លាចលះបង់កុំខ្លាចបាត់បង់អញ្ចឹងកុំខ្លាចលះបង់យ៉ាងម៉េចអ្វីដែលយើងត្រូវលះទៅណាលះលោភៈទោសៈមោហៈកិលេសអកុសលត្រូវលះអ្វីដែលយើងត្រូវលះទៅពីព្រោះមុននឹងក្រោយយើងគង់តែលះទេណាមុននឹងក្រោយយើងគង់តែលះទេហើយអ្វីដែលបាត់បង់ហើយបើថាយើងស្វែងរកបានក៏បានទៅបើមិនបានក៏តាមដំណើរទៅមិនមែនថាបាត់ហើយយើងមិនស្វែងរកយើងស្វែងរកប៉ុន្តែថាបើស្វែងរកបានរក្សាបាននៅជាប្រយោជន៍ដល់ការប្រើប្រាស់របស់យើងប៉ុន្តែបើថាវាបាត់បង់ហើយយើងត្រូវដឹងថាវាមានហេតុដែលនាំឲ្យបាត់អញ្ចឹងណាអញ្ចឹងយើងត្រូវប្រកាន់ថាកុំខ្លាចបាត់បង់កុំខ្លាចលះបង់អ្វីដែលជារបស់យើងវាអត់បាត់ទៅណាទេប៉ុន្តែបើវាមិនមែនជារបស់យើងវាគង់តែវិនិច្ឆ័យទៅវាគង់តែបាត់បង់ទៅទេព្រះអង្គសម្ដែងថាអសកោលោកោសពាំងប្រហាយយកេមនីយ៉ាងសត្វលោកត្រូវលះបង់អ្វីគ្រប់យ៉ាងហើយទៅគឺទៅតាមយថាកម្មហើយអ្វីគ្រប់យ៉ាងវាជាអនត្តាអត់ជារបស់យើងទេសូម្បីយើងខំប្រកាន់តែជារបស់យើងប៉ុន្តែដោយពិតធម៌ទាំងពួងទាំងឡាយព្រះអង្គសម្ដែងថាជាអនត្តាសព្ពេធម្មាអនត្តាយើងត្រូវដឹងថាធម៌ទាំងពួងទាំងឡាយហ្នឹងគឺជាអនត្តាអត់មែនជារបស់យើងអត់ជាម្ចាស់លើធម៌ទាំងពួងទាំងឡាយលើវត្ថុទាំងពួងទាំងឡាយនេះទេអញ្ចឹងយើងពិចារណាដល់អនត្តាធម៌ហ្នឹងផងទៅហ្នឹងនឹងធ្វើឲ្យយើងមានសេចក្តីសុខស្ងប់ត្រជាក់តាមផ្លូវចិត្តយើងបប្រតិបត្តិបានប៉ុណ្ណាសេចក្តីសុខវាបានសម្រេចដល់យើងប៉ុណ្ណឹងហ្នឹងខ្ញុំបានលើកឡើងប៉ុណ្ណឹងគ្រាន់តែដើម្បីញាតិញោមបានសិក្សាពិចារណាថាទី1យើងត្រូវបំពេញតាមកិច្ចតួនាទីទី2យើងត្រូវធ្វើកុសលជាទីពឹងសម្រាប់ខ្លួនទី3ថាយើងកុំខ្លាចលះបង់ទី4កុំខ្លាចបាត់បង់ហើយយើងត្រូវដឹងថាធម៌ទាំងពួងទាំងឡាយគឺជាអនត្តានឹងខ្ញុំបានលើកឡើងប៉ុណ្ណឹងគណៈសូមអរគុណលោកចាស់គ្រូបានបកស្រាយនៅក្នុងចំណុចនឹងពីរោះបានជាស្មារតីសម្រាប់ពុទ្ធបរិស័ទជាពិសេសគឺមេត្តាបិតា
នឹងឯងនៅក្នុងចំណុចហ្នឹងគឺកុំឲ្យមាននៅភាពតានតឹងក្នុងចិត្តឬក៏កង្វល់ក្នុងចិត្តរហូតដល់ថ្ងៃស្លាប់ហ្នឹងរឿងកិច្ចទូនាទីញាតិញោមធ្វើបានប៉ុណ្ណាក៏ប៉ុណ្ណឹងទាំងទៅអ្វីដែលជាកិច្ចចុងក្រោយត្រូវមានសម្រាប់ខ្លួនឯងគឺការដែលត្រូវមានធម៌កុសលធម៌ហ្នឹងគឺជាទីពឹងសម្រាប់យើងនៅពេលដែលចិត្តស្លាប់ហ្នឹងវិលមកនៅក្នុងចំណុចនៃរឿងរ៉ាវទាក់ទងជាមួយនឹងរឿងចូលឆ្នាំហ្នឹងវិញដោយរយៈពេល3ថ្ងៃហ្នឹងគឺមែនតើទៅឃើញសភាពនៃការប្រតិបត្តិសម្រាប់ប្រជាជនខ្មែរយើងហ្នឹងគឺមានការទទួលទេវតាការបូជាទេវតាហើយហ្នឹងខ្ញុំកណាចង់លើកឡើងសាកសួរលោកចាស់គ្រូអំពីចំណុចថាតើទេវតាហ្នឹងពិតជាត្រូវការការបូជាអំពីមនុស្សពិតប្រាកដមែនទេហើយបើសិនជាការបូជាទេវតាហ្នឹងដែលហៅថាទេវពលីហ្នឹងថាតើពុទ្ធបរិស័ទឬក៏ថាមនុស្សហ្នឹងក៏បីបូជាយ៉ាងណាឈ្មោះថាជាការដែលបូជាឈ្មោះថាជាការរាប់អានទេវតាហ្នឹងដោយត្រឹមត្រូវអញ្ចឹងគឺណាតកតងពលីកម្មគេហៅថាទេវពលីដែលយើងត្រូវបូជាដល់ទេវតានេះវាមាន2យ៉ាងទី1បូជាដោយអាមិសដោយគ្រឿងសក្ការៈផ្សេងៗហ្នឹងទី2បូជាដោយការឲ្យចំណែកបុណ្យយើងសិក្សាមើលដូចនៅក្នុងរតនសូត្រដែលមានសម្ដែងក្នុងបត្រៃបិដកខ្មែរយើងលេខ52មានចំណុចមួយព្រះអង្គសម្ដែងថាមនុស្សទាំងឡាយឯណានេះតែងធ្វើនៅពលីកម្មដល់ទេវតាទាំងឡាយអាពលីកម្មហ្នឹងតកតងជាមួយនឹងការបូជាដោយគ្រឿងសក្ការៈផ្សេងៗអញ្ចឹងណាដោយគ្រឿងសក្ការៈផ្សេងបាយទឹកនំចំណីប្រៃឈើសម្ពុតគ្រឿងស្លៀកពាក់អីចឹងទៅព្រោះទេវតាខ្លះជួនកាលមិនទៅយករបស់ហ្នឹងមកបរិភោគបើខ្លះប៉ុន្តែដូចថាមើលមនុស្សរាប់អានខ្លួនអញ្ចឹងណាស្រឡាញ់រាប់អានខ្លួនអញ្ចឹងទៅអញ្ចឹងគេថាទេវតាហ្នឹងក៏ស្រឡាញ់រាប់អានមនុស្សដែរវាប្រៀបដូចថាគេស្រឡាញ់រាប់អានយើងក៏ទៅស្រឡាញ់រាប់អានគេអញ្ចឹងណាជួនកាលទេវតាមិនទៅយករបស់ហ្នឹងទៅសេពសោយបរិភោគប្រើប្រាស់ឲ្យទេប៉ុន្តែគឺចង់សម្ដែងពីទឹកចិត្តនៃការស្រឡាញ់រាប់អានអញ្ចឹងបើយើងបូជាទេវតាដោយគ្រឿងសក្ការៈផ្សេងៗទេវតាហ្នឹងក៏រាប់អានយើងដែរជួយយើងបានសុខទាំងដែរណាមនុស្សទាំងឡាយណាតែធ្វើនៅពលីកម្មឯនេះអញ្ចឹងគាត់ថាសូមឲ្យទេវតាហ្នឹងគាត់ថាមានការស្រឡាញ់រាប់អានផ្ដល់នៅសេចក្តីសុខដល់មនុស្សទាំងឡាយនោះនេះអាហ្នឹងគឺនិយាយពីរឿងថាការបូជាដោយអាមិសគ្រឿងសក្ការៈផ្សេងៗដល់មួយទៀតបូជាដោយការឲ្យចំណែកបុណ្យដែលព្រះអង្គសម្ដែងពីពលីកម្ម5យ៉ាងក្នុងហ្នឹងវាមានទេវពលីដែលថាយើងបានធ្វើបុណ្យធ្វើកុសលហើយយើងឲ្យចំណែកបុណ្យដល់ទេវតាអាហ្នឹងក៏មានសម្ដែងនៅក្នុងបត្រៃបិដកលេខ7ដែរក្នុងភេជ្ជខណ្ឌកៈអញ្ចឹងកាលណាបើយើងបានធ្វើបុណ្យធ្វើកុសលហើយយើងឲ្យចំណែកបុណ្យដល់ទេវតាហ្នឹងបានអនុមោទនាបុណ្យហើយហ្នឹងព្រះអង្គសម្ដែងថាគ្រប់គ្រងរក្សាយើងដូចមេត្តារក្សាបុត្រចឹងហ្នឹងមានសម្ដែងនៅក្នុងបេដកលេខ7ក្នុងភេជ្ជខណ្ឌកៈណាអញ្ចឹងការបូជាទេវតានេះគាត់ថាទី1យើងបូជាដោយគ្រឿងសក្ការៈផ្សេងៗគឺដើម្បីសម្ដែងនៅការស្រឡាញ់គោរពរាប់អានដល់ទេវតាទី2យើងបូជាដោយការឲ្យចំណែកបុណ្យអានឹងគឺចង់ឲ្យទេវតានឹងបានអនុមោទនាបុណ្យកាន់តែចម្រើនជាភ័យយោភាពក្នុងសុគតិសួគ៌ទេវលោកទៀតទៅអញ្ចឹងយើងអាចធ្វើបានទាំងពីរយ៉ាងហ្នឹងឯងអញ្ចឹងខ្ញុំបានបកស្រាយប៉ុណ្ណឹងចុះណាគណៈអរគុណចាស់គ្រូជញ្ញោមបានស្ដាប់នៅក្នុងតើតើជាមួយនឹងការបូជារបស់ទេវតាហ្នឹងគឺមានពីរថាអមិសបូជាហ្នឹងគឺដោយវត្ថុអីផ្សេងមិនមែនទេនៅអត្តភាពជាទេវតាហ្នឹងគឺគេសោយនៅទឹកសម្បត្តិសំបីតែវត្ថុប្រើប្រាស់សំបីតែអីឬក៏ថាវត្ថុដែលគេសេពសោយហ្នឹងក៏សុទ្ធតែជាទឹកអីចឹងតែដោយលោកចាស់គ្រូបានបកស្រាយមកមិញអញ្ចឹងគឺថាមនុស្សបូជានៅវត្ថុអីផ្សេងហ្នឹងក៏ជាការសម្ដែងឡើងនៅការរាប់អានចំពោះទេវតាហើយមានទេវតាខ្លះទៀតហ្នឹងក៏ជាទេវតាស័ក្តិតូចអីចឹងទៅក៏ត្រូវការនៅវត្ថុអីផ្សេងបរិភោគអីចឹងដែរដូច
តកតងជាមួយនឹងរឿងបណ្ណាប្រសពមេដាអីចឹងនៅក្នុងរឿងរ៉ាវហ្នឹងគឺក៏ជាចំណែកមួយនៃទេវតាចឹងដែរត្រូវមកត្រងនៅទឹកដោះស្រស់ឬក៏ទឹកដោះសាប់ពេអីមិនទេក៏អំពីភិក្ខុសង្ឃដែលនៅសល់អីចឹងនៅក្នុងចំណុចហ្នឹងក៏ឃើញថាទេវតាខ្លះចន់ទៀបហ្នឹងក៏ត្រូវការរបស់អីឬក៏ថាចំណែកអីហ្នឹងដើម្បីបរិភោគអីចឹងដែរហើយមួយទៀតគឺការបូជាទេវតាហ្នឹងដោយពិសេសជាងនោះទៅទៀតជាងអាមិសបូជាហ្នឹងគឺតកតងជាមួយនឹងការដែលយើងចែកចំណែកបុណ្យញាតិញោមគ្រប់គ្នាទេវតាមិនថាគេហទេវតាភូមិទេវតាអីដែលរក្សានៅផ្ទះសម្បែងដែលរក្សានៅភូមិស្រុករបស់យើងហ្នឹងគឺយើងត្រូវតែគួរតែចែកចំណែកបុណ្យដល់ទេវតាទាំងអស់ហ្នឹងដើម្បីបានគេត្រេកអរអនុមោទនាអីចឹងទៅឬក៏ការផ្សាយមេត្តាចិត្តអីដល់ពួកទេវតាអីចឹងហ្នឹងក៏ជាចំណុចសំខាន់ដែរសម្រាប់ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំហ្នឹងដែលយើងមានការបូជាទេវតាអីដោយសំណែនឬក៏ថាដោយការរៀបចំជាគ្រឿងបូជាអីផ្សេងអញ្ចឹងណាហើយមែនតើទៅនៅក្នុងប្រភេទមនុស្សរបស់យើងនេះក៏ព្រះអង្គបានសម្ដែងជាប្រភេទមនុស្សគឺច្រើនណាស់ហើយក្នុងចំណែកហ្នឹងឃើញលោកនិយាយជាប់ទាក់ទងជាមួយនឹងមនុស្សសតេវោអីចឹងទៅគឺថាបុគ្គលហ្នឹងគឺមានអត្តភាពជាមនុស្សក៏ប៉ុន្តែមាននៅធัวជាទេវតាអីចឹងទៅក៏មានអញ្ចឹងចំណុចមួយដែលចង់បន្ថែមការសាកសួរម្ចាស់គ្រូនៅក្នុងនៅត្រង់ដែលថាទេវតាដែលបានអត្តភាពជាទេវតានឹងមកដែលយើងបូជាដែលយើងស្រឡាញ់ដែលយើងរាប់អានហ្នឹងដែលមានសម្បត្តិចិត្តអីហ្នឹងតើមានធัวអីដែលនាំឲ្យទៅកើតជាទេវតាគណៈតកតងធម៌របស់ទេវតាឬក៏ថាធម៌ដែលចម្រើនហើយបានទៅជាទេវតាហ្នឹងវាតកតងធម៌5យ៉ាងឬក៏ហៅថាជាលោកបាលធម៌ឬក៏ជាធម្មបាលពាក្យធម្មបាលហ្នឹងបានន័យថាធម៌រក្សាលោកហ្នឹងធម្មបាលធម្មៈហ្នឹងគឺធម៌បាលៈហ្នឹងគឺការរក្សាអញ្ចឹងធម្មបាលហ្នឹងបានន័យថាធម៌រក្សាលោកហើយលោកបាលធម៌ហ្នឹងគឺធម៌រក្សាលោកហ្នឹងឯងអញ្ចឹងណាធម្មបាលធម៌ធម្មបាលលោកបាលធម៌ហ្នឹងវាតកតងជាមួយនឹងហិរិនិងអត្តបៈនៅក្នុងបជាដកដែលនិយាយអំពីភិក្ខុដែលលោកស្វែងរកនៅធស2ធស2ដែលជាធម៌រក្សាលោកហ្នឹងព្រះអង្គសម្ដែងថាទេវធម៌ហ្នឹងគឺហិរិនិងអត្តបៈនៅក្នុងបសូតខ្លះព្រះអង្គសម្ដែងតកតងជាមួយនឹងសទ្ធាសិលសុតៈចក្កៈបញ្ញាធម៌5យ៉ាងអញ្ចឹងនៅក្នុងលោកបាលធម៌ធម្មបាលធម៌ស2រក្សាលោកហ្នឹងវាតកតងហិរិគឺសេចក្តីខ្មាស់បាបធ្វើបាបអត្តបៈហ្នឹងគឺខ្លាចបាបតែព្រះអង្គសម្ដែងថាហិរិអត្តបសម្បណ្ណាសុខធម្មសមាយតាសន្តោសពពុរិសាលោកេទេវធម្មាទេវជរេគឺថាសពបរោះដែលបរិបូរទៅដោយហិរិនិងអត្តបៈនេះឈ្មោះថាជាអ្នកមាននៅធម៌សចឹងសពបរោះទាំងឡាយលោកហៅថាជាទេវធម៌នោះវាធម៌របស់ទេវតាចឹងណាមានហិរិនឹងមួយមានអត្តបៈនឹងមួយចឹងហិរិអត្តបៈនឹងគឺជាសំខាន់តែម្ដងណាបងនៅក្នុងបត្រៃបិដកលេខ53អិតិវុត្តកៈហ្នឹងក៏ព្រះអង្គសម្ដែងដែរពីរឿងហិរិអត្តបៈក្នុងធម៌ពួក2ព្រះអង្គសម្ដែងនៅក្នុងន័យថាបើសិនបើអត់មានហិរិអត្តបៈទេលោកនេះនឹងដល់នៅការច្របូកច្របល់ប្រពន្ធរបស់អាចារ្យហ្នឹងក៏មិនប្រកបប្រពន្ធរបស់គ្រូហ្នឹងក៏អត់ប្រកបម្ដាយមីងម្ដាយធំឯហ្នឹងក៏អត់ប្រកបវាច្របូកច្បល់ដូចជាសត្វចឹងណានឹងដែលសារអីដែលសារអត់មានហិរិអត់មានអត្តបៈប៉ុន្តែនៅពេលណាដែលមានហិរិអត្តបៈនេះ
ឈ្មោះថាមានធម៌សពីរហ្នឹងគឺរក្សាលោកប្រពន្ធរបស់អាចារ្យនៅប្រកាសប្រពន្ធរបស់គ្រូនឹងក៏ប្រកាសម្ដាយធំក៏ប្រកាសម្ដាយមីងក៏ប្រកាសអីចឹងទៅហ្នឹងរក្សាមានធម៌ពីរគឺហេរិអត្តបៈហ្នឹងអញ្ចឹងក្នុងលោកហ្នឹងត្រូវអាស្រ័យមានហេរិអត្តបៈហ្នឹងគឺជាសំខាន់ដើម្បីឲ្យមនុស្សក្នុងលោកហ្នឹងគាត់ថារស់នៅដោយប្រកបដោយធម៌មិនច្បោកច្បល់មិនវឹកវរមិនចលាចលហើយអ្នកដែលបដិបត្តិនៅក្នុងធម៌ហ្នឹងឈ្មោះថាជាមនុស្សទេវតាព្រោះព្រះអង្គសម្ដែងថាទេវធម្មមេតវជរេហ្នឹងគឺថាសពរោះទាំងឡាយលោកហៅថាជាទេវធម៌ជាធម៌របស់ទេវតាបើយើងមានហេរិអត្តបៈយើងអាចរក្សាសិលបានយើងអាចធ្វើទានបានយើងអាចស្ដាប់ធម៌បានយើងអាចបដិបត្តិក្នុងសមាធិក្នុងវិបស្សនាបានទាំងអស់ព្រោះអាស្រ័យហេរិអត្តបៈហើយហេរិអត្តបៈនឹងឯងគឺជាហេតុចិត្តរបស់សិលទៀតសិលដែលមិនទាន់កើតឡើងអាចកើតឡើងបានទាល់តែមានហេរិអត្តបៈសិលដែលកើតឡើងហើយដែលអាចថិតថេរមិនដាច់មិនធ្លុះមិនព្រមមិនពេលទាល់តែមានហេរិអត្តបៈហ្នឹងអញ្ចឹងបានលោកសំដែងក្នុងវិសុទ្ធិមេថាហេរិអត្តបៈហ្នឹងគឺជាហេតុចិត្តរបស់សិលអញ្ចឹងកាលណាបើមានសិលហើយក្រោយអំពីបែកធ្លាយរាងកាយទៅគឺមានតែកំណើតទេវតាហ្នឹងឯងហើយបើយើងលើសអំពីហេរិអត្តបៈហ្នឹងទៅដែលនៅក្នុងនោះវាមានហេរិមានអត្តបៈមានសិលមានសោតៈមានចាកៈមានបញ្ញាហើយបើយើងមានធម៌គ្រប់ទាំង5ទៀតអាហ្នឹងកាន់តែពិសេសទៅទៀតវាអញ្ចឹងប៉ុន្តែទាំងអស់ហ្នឹងវាផ្ដើមចេញពីហេរិអត្តបៈហ្នឹងកាលណាបើមានហេរិអត្តបៈហើយអាចរក្សាសិលបាននេះស្ដាប់ធម៌ស្ដាប់អាដើម្បីបានចំណេះចេះដឹងមានបញ្ញាណាហើយហ្នឹងគឺអាស្រ័យហេរិអត្តបៈហ្នឹងឯងវាផ្ដើមចេញពីហេរិអត្តបៈហ្នឹងឯងអញ្ចឹងបានថាធម្មបាលធម៌ឬក៏លោកបាលធម៌ហេរិអត្តបៈហ្នឹងគឺជាទេវធម៌គឺជាសំខាន់ដែលអាចនាំឲ្យពុទ្ធបរិស័ទហ្នឹងអាចប្រព្រឹត្តនៅធម៌របស់ទេវតានឹងបានហើយនាំឲ្យទៅកើតជាទេវតាហើយមិនត្រឹមតែកើតជាទេវតាទេវាយើងប្រាថ្នារួចចាក់ទុកបដិបត្តិទៅក៏នឹងឲ្យយើងរួចផុតចាក់ទុកបាននឹងខ្ញុំណាត់មកភាពបកស្រាយប៉ុណ្ណឹងគណៈសូមអរគុណលោកគ្រូចេញញោមបានស្ដាប់នៅក្នុងទេវធម៌ដែលនាំឲ្យទៅកើតជាទេវតាហ្នឹងគឺហេរិអត្តបៈហ្នឹងក៏ជាចំណែកសំខាន់ញោមមាននៅហេរិមាននៅអត្តបៈហ្នឹងក៏ឈ្មោះថាមាននៅទេវធម៌ហ្នឹងក្នុងខ្លួនឈ្មោះថាជាមនុស្សទេវោជាមនុស្សទេក៏ប៉ុន្តែមានធម៌ទេវតាហ្នឹងដែលស្ថិតនៅក្នុងខ្លួនអីចឹងទៅហើយក៏មាននៅធម៌5ដែលព្រះអង្គសម្ដែងទៀតគឺសទ្ធាសិលសត្តៈចាគៈនិងបញ្ញាហ្នឹងក៏ជាធម៌ដែលអាចដើម្បីនឹងឲ្យយើងទៅបានអត្តភាពជាទេវតាឬក៏កុសលធម៌នោះហ្នឹងគឺថាជាឧបនិស្ស័យដើម្បីឲ្យបានរួចចាកអំពីសេចក្តីទុក្ខហ្នឹងក៏បានដែរបងអញ្ចឹងធម៌ហ្នឹងក៏សំខាន់ដែរញញឹមជាពិសេសគឺហេរិអត្តបៈហ្នឹងក៏3មានយើងមាននៅហេរិនិងអត្តបៈហើយហ្នឹងក៏ជាអ្នកខ្មាស់បាបជាអ្នកខ្លាចបាបអីចឹងទៅក៏មិនហ៊ានធ្វើនៅអំពើបាបទាំងឡាយទាំងពួងហើយស្ថិតនៅក្នុងសេរីទាំង3យ៉ាងដូចគ្នានឹងឯងណាញញឹមកាលណាបើយើងមាននៅហេរិមាននៅអត្តបៈហើយយើងក៏បានតាំងនៅក្នុងសច្ចរិតទាំង3យ៉ាងហ្នឹងក៏មាននៅសេរីនៅក្នុងអត្តន័យនៃពិធីបុណ្យចូលឆ្នាំនឹងដែរហើយម្យ៉ាងវិញទៀតនៅក្នុងចំណុចតកតងជាមួយនឹងអនុសតិទាំង10ហ្នឹងឃើញព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីទេវតានុសតិអញ្ចឹងគឺបុគ្គលហ្នឹងគឺថាក៏បីរលឹកទៅនៅក្នុងទេវតាអញ្ចឹងនៅក្នុងចំណុចនេះថាទេវតានុសតិហ្នឹងនៅក្នុងពេលដូចថាចូលឆ្នាំអញ្ចឹងគឺជាពេលវេលាដែលពុទ្ធបរិស័ទហ្នឹងគ្រប់គ្នានឹកឃើញទេវតាហ្មងណានឹកឃើញបូជានឹកឃើញអីហ្នឹងទេវតាអញ្ចឹងមកអញ្ចឹងនៅក្នុងឱកាសពេលហ្នឹងយើងអាចដើម្បីនឹងចម្រើននៅទេវតានុសតិបានតែពុទ្ធបរិស័ទហ្នឹងក៏បីចម្រើននៅទេវតានុសតិហ្នឹងយ៉ាងណាដែរអញ្ចឹងតកតងនៅក្នុងទេវតានុសតិនេះដែលយើងគួរចម្រើនយើងត្រូវរលឹកថាដែលបានទៅកើតក្នុងកំណើតជាទេវតានេះក៏ព្រោះអាស្រ័យបុណ្យ
bon nâng bon ấy bon đọc giang គឺ ព្រោះអាស្រ័យដែលបានធ្វើទានដោយសទ្ធារក្សាសិលដោយសទ្ធាអប់រំចម្រើនភាវនាដោយសទ្ធាឬក៏ថាបដិបត្តិនៅក្នុងសេរី3ប្រការនេះដែលយើងគ្រប់គ្រងកាយគ្រប់គ្រងវិចារគ្រប់គ្រងចិត្តបើយើងនិយាយទៅថាមាននៅកាយសុចរិត10ប្រការមានកាយសុចរិត3វិច័យសុចរិត4មនោសុចរិត3នេះដែលយើងប្រព្រឹត្តល្អក្នុងកុសលកម្មបត់10នឹងឯងដែលឲ្យទៅកើតជាទេវតានឹងឯងបើនិយាយទៅទានក៏ឲ្យទៅកើតជាទេវតាបានសិលក៏អាចឲ្យទៅកើតជាទេវតាបានភាវនាក៏ឲ្យកើតជាទេវតាបានអញ្ចឹងដែលយើងត្រូវរលឹកដល់ទេវតាជាទេវតានៅសតិយើងត្រូវដឹងថាទេវតាដែលកើតនៅក្នុងកំណើតជាទេវតាក៏ព្រោះអាស្រ័យទេវតានឹងវាមានជាអ្នកមានបុណ្យដែលបានធ្វើទុកមកយើងមើលនៅក្នុងអានិសង្សទាននៅក្នុងអានិសង្សសិលក្នុងចំណុចទី5ព្រះអង្គសម្ដែងថាកាយសភេទាប្រមរណាសុគតੰសកាំងលោកੰឧបបច្ចតិបន្ទាប់ពីបែកធ្លាយរាងកាយស្លាប់ទៅរមែងទៅកើតនៅក្នុងសុគតិសូទេវលោកយើងមើលឃើញទេហើយអានិសង្សសិលមួយព្រះអង្គសម្ដែងថាសីលੰរក្ខៃយមេទេវីបដ្ឋយាណោដយោសុខេប្រសាំងសាំងវិតលេភេញ្ចៈពេចៈសកេប្រមតនាបុគ្គលកាលប្រាថ្នានៅសេចក្តីសុខ3យ៉ាងគឺសេចក្តីសរសើរមួយការបានលៀបមួយការលះលោកនេះទៅហើយរីករាយក្នុងស្ថានសួគ៌មួយក៏បីរក្សាសិលយើងមើលឃើញទេហ្នឹងទានក្តីសិលក្តីហ្នឹងបានន័យថាវាជាហេតុនាំឲ្យបានទៅកើតជាទេវតាអញ្ចឹងយើងត្រូវដឹងថាបុគ្គលដែលបានទៅកើតជាទេវតាក្នុងកំណើតជាទេវតាហ្នឹងគឺព្រោះអាស្រ័យជាអ្នកមានបុណ្យបានធ្វើទុកមកអញ្ចឹងយើងរលឹកដល់បុណ្យហ្នឹងចម្រើនបុណ្យហ្នឹងបើយើងនិយាយពីបុណ្យវិញមានអានុភាពណាស់ជំរះនៅសន្តានចិត្តរបស់ខ្លួននឹងឲ្យផុសរផង់សំខាន់ណាស់យើងអត់អាចយកទឹកក្នុងលោកនេះទៅលាងជំរះបានទេចិត្តដែលសៅមងដោយលោភៈទោសៈមោហៈប៉ុន្តែបុណ្យនឹងអាចលាងជំរះនៅមន្ទិលសៅមងរបស់សត្វទាំងឡាយបានអត្តណោសន្តានังបណាតិសោធិតិតិបញ្ញានិចឹងបុណ្យនឹងអាចលាងជំរះនៅសន្តានចិត្តមិនស្អាតមិនល្អបរិសុទ្ធឲ្យទៅជាចិត្តស្អាតចិត្តល្អចិត្តបរិសុទ្ធទៅបានណាចឹងយើងមើលមិនមែនថាបុណ្យនឹងឲ្យទៅកើតជាទេវតាប៉ុណ្ណឹងទេអាចធ្វើបុគ្គលនឹងឲ្យទៅជាបុគ្គលដែលបរិសុទ្ធក្រៃលែងតែម្ដងណារហូតដល់ទៅជាព្រះអរហន្តអក្ខីណាស្រោបចឹងយើងចម្រើនទេវតានុសតិគឺយើងគួរនឹករលឹកដល់បុណ្យដែលនាំឲ្យទៅកើតជាទេវតាអញ្ចឹងបើយើងចង់ទៅកើតជាទេវតាតើយើងធ្វើបុណ្យហើយបើយើងចង់រួចចាក់ទុកតើធ្វើបុណ្យប្រាថ្នាឲ្យរួចចាក់ទុកនឹងខ្ញុំណាត់មកពេលបកស្រាយប៉ុណ្ណឹងចុះណា ចឹងញាតិញោមបានស្ដាប់ការបកស្រាយទៅនៅក្នុងសំណួរទាក់ទងជាមួយនឹងទេវតានុសតិគឺសំដៅដល់ការដែលយើងយកនៅទេវតាហ្នឹងជាសាក្សីឬក៏ជាបន្តដែលយើងប្រៀបធៀបទៅនៅក្នុងថាអត្តភាពទេវតាដែលបុគ្គលនឹងបានហ្នឹងគឺបានដោយសារបុណ្យដែលបុគ្គលនឹងបានធ្វើទុកហើយឬក៏ថាទេវធម៌ដែលបុគ្គលនឹងមាននៅក្នុងអតីតមកអញ្ចឹងទៅក៏បានញ៉ាំងបុគ្គលនឹងឲ្យคล้ายទៅជាទេវតាអញ្ចឹងក៏បីរលឹកដល់ធម៌គឺសទ្ធាសិលសត្តៈចាគៈបញ្ញាឬក៏ហិរិនិងអតបៈនឹងឯងអញ្ចឹងដែលយើងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំអីហ្នឹងពេលដែលយើងពេលខ្លះក៏ឃើញមានការផ្សាយតាមទូរទស្សន៍អីចឹងទៅទេវតានឹងចុះមកអីចឹងទៅត្រូវនាំគ្នាអុជធូបអុជទៀនអីចឹងទៅញាតិញោមពេលហ្នឹងក៏ជាពេលវេលាដែលថាអាចដើម្បីនឹងចម្រើននៅទេវតានុសតិនឹងបានដោយការរលឹកដល់ធម៌ដែលនាំឲ្យទៅការជាទេវតាគឺកុសលធម៌ទាំងឡាយមានសទ្ធាសិលសត្តៈចាគៈនិងបញ្ញានឹងឯងហ្នឹងក៏ជាឱកាសមួយដែលយើងអាចដើម្បីនឹងចម្រើនដោយបុណ្យផងដែរណាញាតិញោមហ្នឹងហើយសំណួរបន្តទៅទៀតនេះគឺជាសំណួរមួយដែលជាប់ទាក់ទងជាមួយនឹងការស្រង់ព្រះអញ្ចឹងគ្រូប៉ុន្តែនៅក្នុងអត្ថន័យនៃពិធីស្រង់ព្រះហ្នឹងគឺមានន័យយ៉ាងណាដែរហើយមួយទៀតឃើញថាការស្រង់ព្រះនេះគឺមានពុទ្ធបរិស័ទខ្លះគាត់មានការអបផ្កាមានអី
ស្រង់លើព្រះអង្គអីចឹងទៅហើយពុទ្ធបរិស័ទខ្លះទៀតហ្នឹងឃើញមានទាំងម្សៅមានទាំងអីហ្នឹងលាបទៅលើពុទ្ធបដិមាហ្នឹងថាតើការលាបបែបហ្នឹងសមគួរដែរឬអត់អញ្ចឹងគ្រូ តកតងនៅក្នុងពិធីស្រង់ព្រះហ្នឹងបានន័យថាយើងយកទឹកទៅស្រោចស្រពទៅលើព្រះពុទ្ធរូបចឹងចំណុចហ្នឹងពុទ្ធបរិស័ទក៏គួរបាននៅការសិក្សាយល់ដឹងផងដែរដែលថាយើងធ្វើអ្វីឲ្យវាប្រកបទៅដោយបញ្ញាយើងមានសទ្ធាមានហើយសទ្ធាយើងជ្រះថ្លាចង់បូជាព្រះសម្មាសម្ពុទ្ធប៉ុន្តែយើងធ្វើអ្វីក៏ត្រូវប្រកបជាមួយនឹងបញ្ញាដែរបើសិនបើយើងមានសទ្ធាអត់បញ្ញាមិនប្រប្រៃទេយើងធ្វើទៅមិនបានល្អទេហើយវាចង្កើវាទៅជារឿងឆ្កំឆ្កងទៅវិញក៏មានដែរដោយតកតងរឿងពុទ្ធរូបព្រះបដិមាអញ្ចឹងត្បិតថាជារូបតំណាងព្រះសម្មាសម្ពុទ្ធមែនប៉ុន្តែជាឧទ្ទិសកចេតិយពុទ្ធរូបហ្នឹងគឺបានន័យថាជារូបដែលយើងនិយាយថារូបព្រាបរូបស្នងព្រះអង្គបដិមារូបព្រាបរូបស្នងព្រះអង្គដែលយើងទៅធ្វើទៅហើយកសាងឲ្យបានស្អាតល្អសមរម្យទៅហើយយើងគោរពបាញ់គុំបូជាដោយសេចក្តីនឹករលឹកធ្វើហ្នឹងគឺឧទ្ទិសដល់ព្រះសម្មាសម្ពុទ្ធសំបីក្នុងពុទ្ធរូបហ្នឹងមិនមាននៅមហាពុរិសលក្ខណៈអីដោយតែព្រះអង្គគង់បច្ចុប្បន្ននៅមែនប៉ុន្តែថាជារូបតំណាងដែលចិត្តយើងជ្រះថ្លាក្នុងព្រះសម្មាសម្ពុទ្ធហើយយើងគោរពបូជាទៅប៉ុន្តែការបូជារបស់យើងឲ្យវាប្រកបដោយបញ្ញាចំណុចដែលកណាលើកឡើងអញ្ចឹងយើងទៅលាបម្សៅលាបអីចឹងពេលខ្លះទៅតែថាយើងឃើញថាវាប្រឡាក់ប្រឡោះមិនស្អាតអីយ៉ាងណាគាត់ថាដូចនៅប្រទេសភូមានៅចេតិយព្រះមហាមុនីដែលខ្ញុំកណាត់មកភាពធ្លាប់ទៅហ្នឹងដឹងគេយកស្អីទេខ្មៅយកទៅលាបព្រះអង្គហើយបានគេបិទវាខ្ញុំកណាត់មកភាពចេះតែនឹកថាដូចមិនសមគួរដែរណាប៉ុន្តែយើងនិយាយក្នុងវិន័យវិញវាមានវត្ថុសម្រាប់កក់សក់និងមានវត្ថុសម្រាប់ជំរះកាយបើយើងនិយាយចំពោះថាវត្ថុសម្រាប់កក់សក់ព្រះអង្គអនុញ្ញាតដីស្អិតហ្នឹងអាដីស្អិតដីឥដ្ឋហ្នឹងបានន័យថាយកមកហាលថ្ងៃឲ្យស្ងួតបុកឲ្យម៉ត់អាលំអិតដីស្អិតហ្នឹងយើងអាចយកមកកក់សក់បានមួយទៀតគឺអាចគោក្នុងវិន័យបងអនុញ្ញាតអាចគោបានន័យអាចគោហ្នឹងយកអាចគោមកហាលក្រៀមឲ្យបុកឲ្យម៉ត់ហើយយើងរែងយកអាលំអងល្អិតហ្នឹងយកមកដោះកាយហើយមិនតែដីស្អិតមិនតែអាចគោទេសំបីលំអិតក្លឹមច័ន្ទហ្នឹងក៏ដោយបុកឲ្យម៉ត់ហើយយកមកដោះកាយបានឬក៏សម័យយើងសពថ្ងៃសាប៊ូដែលវាអត់មានក្លិនក៏អូបអីចឹងទៅវិខលោកអាចដោះកាយដល់ឲ្យបានអញ្ចឹងឧទាហរណ៍ថាបើយើងចង់បូជាព្រះយើងយកដីស្អិតយកអាចគោមកដោះមកប្រឡាក់ទៅវាមើលទៅវាសៅមងណាអញ្ចឹងយើងមានសាប៊ូមានអីយើងអាចយកមកដោះលាងសម្អាតទៅអត់ខុសតោះឲ្យទេល្អណាស់ប៉ុន្តែយើងកុំយកវត្ថុណាដែលសៅមងយកមកប្រឡាក់ប្រឡោះនៅបកាយពុទ្ធរូបទៅមើលទៅដូចថាវាមិនសមមិនតំណងព្រះអង្គបរិសុទ្ធណាហើយយើងយកវត្ថុសៅមងយកមកប្រឡាក់ប្រឡោះទៅវាមើលទៅវាមិនសមមិនតំណងណាអញ្ចឹងចំណុចហ្នឹងក៏ពុទ្ធបរិស័ទគួរយល់ដឹងដែរឬក៏ដូចកណ្ដាលលើកឡើងថាមានលាបម្សៅលាបអីអញ្ចឹងយើងគិតថាដោយសារម្សៅយើងក៏វាមានក្លិនក្រអូបបើសម្រាប់ព្រះសម្មាសម្ពុទ្ធយើងគិតថាយកមកលាបមកអីព្រះអង្គទៅឲ្យវាមានក្លិនក្រអូបប៉ុន្តែរួចហើយយើងលាងជំរះស្រោចនៅសុគន្ធវេរីទឹកក្រអូបហ្នឹងលាងជំរះឲ្យស្អាតទៅកុំឲ្យនៅប្រឡាក់ប្រឡោះម្សៅអីចឹងណាយើងអាចយកមកដោះមកលាបអីដូចយើងយកសាប៊ូយកមកដោះមកលាងបកាយពុទ្ធរូបហើយយើងលាងជំរះដោយទឹកជាងក្រោយស្អាតបាត់ទៅអាហ្នឹងមិនអីទេណាប៉ុន្តែកុំឲ្យយកមកប៉ាតធ្វើឲ្យព្រះអង្គប្រឡាក់ប្រឡោះហើយទាំងនៅប្រឡាក់ទៅយើងអត់លាងជំរះអាហ្នឹងមើលទៅមិនសមរម្យទេព្រោះសូម្បីព្រះអង្គគង់បច្ចុប្បន្ននៅក៏កាយព្រះអង្គអត់មានសៅហ្មងអត់មានបតិបតាអីដោយម្សៅដោយគ្រឿងលម្អិតអីផ្សេងអញ្ចឹងយើងលាបក៏លាបចុះប៉ុន្តែយើងលាបហើយយើងស្រង់សុគន្ធវេរីដោះលាងសម្អាតឲ្យស្អាតបាតទៅអាហ្នឹងមិនជាការខុសតោះឲ្យទេប៉ុន្តែទឹកដែលយើងយកទៅស្រង់ព្រះអង្គហ្នឹងក៏សូមតែឲ្យស្អាតដែរ
ជួនកាលញាតិញោមខ្លះអត់បានយល់ដឹងត្រង់ចំណុចហ្នឹងឬក៏សំបីតែនេះតែភេជ្ជៈដែលយើងដាក់ទឹកហើយដែលយើងយកទៅស្រង់ព្រះអង្គក៏ត្រូវតែជារបស់ល្អដែរណាជួនកាលញាតិញោមខ្លះអត់បានយល់ដឹងក្នុងចំណុចហ្នឹងយកដបទឹកសុទ្ធយកទៅចាក់ព្រះអង្គអីចឹងទៅឬក៏ជួនកាលទៅរបស់ខ្លះវាមិនដូចថាវាមិនជាស្អាតបាតទេយើងយកទៅដួសទៅចាក់ស្រង់ព្រះអង្គអីចឹងទៅមើលទៅដូចថាវាដូចមិនសូវបានសមរម្យចឹងណាចឹងបានថាសូមឲ្យញាតិញោមយល់ដឹងត្រង់ចំណុចហ្នឹងដោយយើងធ្វើពិធីស្រង់ព្រះនៅវត្តក្តីនៅផ្ទះក្តីយើងគួរតែមានផ្តិលណាស្អាតបាតសម្រាប់យកទៅស្រង់ព្រះអង្គទៅហើយដូចញាតិញោមមកវត្តអីចឹងឃើញញាតិញោមខ្លះគាត់ឆ្លាតស្រង់ព្រះគាត់ដាក់មានផ្តិលមានអីស្អាតបានមានផ្តិលមានក្អមអីស្អាតគាត់យកមកពីផ្ទះមកហើយស្រង់ទៅអាហ្នឹងបើញាតិញោមមានលទ្ធភាពមានរបស់ទាំងអស់ហ្នឹងយើងយកមកគឺស្រង់ព្រះអង្គទៅមើលទៅបានស្អាតសមរម្យអាហ្នឹងជាការគោរពបូជាក្នុងព្រះសម្មាសម្ពុទ្ធអញ្ចឹងកិច្ចគឺការស្រង់ព្រះលាបម្សៅឬក៏ដែលយើងទៅដុសដោយសាប៊ូដោយអីយ៉ាងណារួចហើយយើងស្រង់សុគន្ធវិរីលាងសម្អាតឲ្យបានស្អាតទៅក៏ជាការសំគួរដើម្បីជាការគោរពបូជាដល់ព្រះសម្មាសម្ពុទ្ធអញ្ចឹងយើងធ្វើយ៉ាងណាគឺថាឲ្យប្រកបដោយសទ្ធានិងបញ្ញាអាហ្នឹងការធ្វើរបស់យើងវាបានល្អប្រសើរជាការគោរពក្នុងព្រះសម្មាសម្ពុទ្ធនឹងខ្ញុំបានអាត្មាភាពបកស្រាយប៉ុណ្ណឹងចុះណាអរគុណលោកចាស់គ្រូចឹងញាតិញោមគ្រប់គ្នាបានយល់ទៅនៅក្នុងវិធីកិច្ចបដិបត្តិទៅក្នុងការស្រង់សុគន្ធវិរីថ្វាយព្រះសម្មាសម្ពុទ្ធជាពិសេសទៅគឺត្រូវតម្កល់នៅសេចក្តីគោរពឲ្យមែនទែនណាញាតិញោមពីព្រោះជាព្រះទេសកចេតិយទាំងការដែលដោះសាប៊ូទាំងការស្រង់ជំរះអីហ្នឹងជាពិសេសគឺសូមកុំឲ្យញាតិញោមពេលដែលជំរះប្រកាយរបស់ព្រះអង្គហើយហ្នឹងស្ងួតហើយហ្នឹងត្រូវទៅលាបម្សៅលាបអីពីខាងលើបន្ថែមទៀតគឺមិនសមគួរទេតែបើសិនជាយើងដោះសាប៊ូឬក៏ថាលាបម្សៅហ្នឹងហើយយើងជំរះតាមក្រោយឲ្យស្អាតតែម្ដងអាហ្នឹងគឺដោយលោកចាស់គ្រូបានបកស្រាយមកអញ្ចឹងថាជាការសមគួរហើយញាតិញោមក៏ធ្វើទៅតាមសេចក្តីជ្រះថ្លាដោយគិតថាបូជាព្រះអង្គដោយក្លិនអីចឹងទៅសំណួរចុងក្រោយចង់សាកសួរលោកចាស់គ្រូបន្ថែមទៀតនៅក្នុងកិច្ចបដិបត្តិសំខាន់មួយដែរនៅក្នុងពិធីបុណ្យចូលឆ្នាំហ្នឹងឃើញមានពិធីពូនភ្នំខ្សាច់ការយល់ទៅនៅក្នុងការពូនភ្នំខ្សាច់នេះគឺដោយច្រើនពុទ្ធបរិស័ទគាត់យល់ថាការពូននៅភ្នំខ្សាច់ហ្នឹងដើម្បីរំដោះរំលោះនៅកម្មចាស់ឬក៏ថាបាបកម្មណាដែលគាត់ធ្វើហើយអីហ្នឹងជាអំពើទុច្ចរិតជាអំពើដែលនាំមកនៅសេចក្តីទុក្ខលំបាកក្នុងជីវិតអីចឹងទៅក៏ចង់ពូនភ្នំខ្សាច់ហ្នឹងដើម្បីរំលោះនៅកម្មចាស់ហ្នឹងអីចឹងទៅថាការយល់របស់គាត់ហ្នឹងត្រឹមត្រូវទេហើយមួយទៀតទិសដៅសំខាន់នៃការពូនភ្នំខ្សាច់នេះគឺបានដល់អ្វីអញ្ចឹងកណាតកតងពូនភ្នំខ្សាច់ប៉ុន្តែនឹងដល់សំណួរនេះចង់បញ្ជាក់បន្ថែមបន្តិចទៀតជាចំណុចមួយខាងក្រៅទេបណ្ណាសាកសួរម្ដងតកតងនឹងស្រង់ព្រះប៉ុន្តែចំណុចមួយទៀតដែលញាតិញោមត្រូវយល់ដឹងដែរតកតងជាមួយនឹងការបូជាព្រះសម្មាសម្ពុទ្ធឃើញមានញាតិញោមខ្លះយកកម្រងផ្កាទៅពាក់លើសីស័កព្រះអង្គពាក់នៅកពាក់នៅអីចឹងណាចំណុចហ្នឹងมันជាការសំគួរទេណាញោមចឹងពេលខ្លះបើថាយើងត្រូវការដាក់នៅបុខក៏ដាក់ទៅដាក់នៅប្របាទទាព្រះអង្គក៏ដាក់ប៉ុន្តែយើងលៃឲ្យសមរម្យដែរចឹងណាយើងលៃមើលឲ្យសមរម្យដែរបើមិនចឹងទេយើងមានតុមានជើងពៀនអីតម្កល់ទៅយើងបូជានៅខាងមុខទៅយើងអត់ចាំបាច់ទៅលើកទៅលោទៅរំលងអីទៅពាក់នៅបសិស័កព្រះអង្គនៅសរងដងកអីហ្នឹងមើលទៅវាមិនសមរម្យបងមិនសមរម្យហើយមួយទៀតសម័យសពថ្ងៃឃើញសបោមានគេធ្វើយកกระดาษប្រាក់100រៀលហ្នឹងហើយយកបត់មកជារាងផ្កាប៉ុន្តែចេញជារូបពុទ្ធយកกระดาษប្រាក់ហ្នឹងធ្វើជារាងផ្កាជាកំពុំឈូកគុំអីទៅហើយយកមកបូជាឃើញមានញោមខ្លះថ្ងៃមុនហ្នឹងខ្ញុំបណ្ដាអាត្មាភាពយើងនិយាយទៅថាចេះតែគិតថាមិនសមរម្យដែរណាគាត់ចេះតែយកផ្កាយកទៅពាក់នៅលើហ្នឹងហើយខាង
រូបកំពុំឈូកដែលធ្វើហ្នឹងគឺធ្វើមកអំពីกระดาษប្រាក់ដែលមានរូបព្រះសម្មាសម្ពុទ្ធហើយមែនតើទៅឲ្យតែថាជាពុទ្ធរូបណាញោមនៅសម្បីនៅกระดาษប្រាក់ហ្នឹងក៏ដោយតែថាជាពុទ្ធរូបហើយយើងឃើញនៅជាព្រះហើយយើងមិនគួរធ្វើអ្វីឲ្យឆ្គំឆ្គងសម្បីនៅกระดาษប្រាក់ហ្នឹងក៏ដោយហើយជាពិសេសទៅទៀតគេបានយកกระดาษប្រាក់ហ្នឹងចាក់ចេញជារូបព្រះសម្មាសម្ពុទ្ធទៅជារៀងកំពុំឈូកហើយមានជារូបព្រះសម្មាសម្ពុទ្ធទេនេះអញ្ចឹងយើងកុំយកស្អីទៅពាក់ទៅដាក់អីលើហ្នឹងអញ្ចឹងណាយើងគួរតែតម្កល់នៅក្នុងទីខ្ពស់ហើយយើងថ្វាយគុំបូជាទៅហើយបូជាហ្នឹងមិនមែនតើយើងយកទៅពាក់ពីលើទេដាក់លើតុមានតុហើយមានជើងពៀនអីយើងដាក់តម្កល់ផ្កាហើយយើងបូជាទៅអាហ្នឹងជាការគោរពជាការសំគួរអាហ្នឹងគ្រាន់តែជាចំណុចមួយបន្ថែមដើម្បីឲ្យញាតិញោមបានដឹងក្រៅអំពីការស្រង់ព្រះហ្នឹងហើយមានអីផ្សេងនេះទៀតហើយតកតងជាមួយនឹងការពូនក្នុងសាច់រឿងការពូនក្នុងសាច់នេះវាមានចំណុច2ទី1ធ្វើទៅតាមជំនឿដែលថាពូនក្នុងសាច់ហ្នឹងគឺដើម្បីរំដោះកម្មពៀផ្ដាច់កម្មពៀមួយទៀតគឺជាការពូនដើម្បីឧទ្ទិសដល់ព្រះចូឡាមនីចេតិយដែលស្ថិតនៅក្នុងឋានតាវតឹងចំណុចទី1ដែលថាពូនក្នុងសាច់ដើម្បីផ្ដាច់កម្មពៀនេះគឺបើយើងនិយាយតាមច្បាប់កម្មផលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងសត្វមានកម្មជារបស់ខ្លួននេះវាអត់មានអីទៅផ្ដាច់កម្មនឹងបានទេហើយបើយើងសិក្សាអំពីកម្មដែលព្រះអង្គសម្ដែងកម្ម3យ៉ាងថាទិដ្ឋធម្មវេទនីយកម្មឧបបច្ចវេទនីយកម្មអបរបរិយាយវេទនីយកម្មទិដ្ឋធម្មវេទនីយកម្មបើកម្មដែលយើងធ្វើទៅឲ្យផលបច្ចុប្បន្នណាតែព្រឹត្តទៅក្នុងជាវិន័យចេតនាដួងទី1ហើយកម្មហ្នឹងបើសិនអត់មានឱកាសឲ្យផលបច្ចុប្បន្នជាតិទី2តទៅអត់ឲ្យទេនឹងទិដ្ឋធម្មវេទនីយកម្មកម្មទី2ហៅថាឧបបច្ចវេទនីយកម្មអំពើកម្មដែលយើងធ្វើជាកុសលក្តីអកុសលក្តីក្នុងជាវិន័យចេតនាដួងទី7បើសិនបើមានឱកាសឲ្យផលនឹងជាតិទី2ហើយបើថាជាតិទី2នឹងមិនឲ្យផលជាតិទី3តទៅក៏អត់ឲ្យផលដែរឧបបច្ចវេទនីយកម្មកម្មមួយទៀតហៅថាអបរបរិយាយវេទនីយកម្មអំពើកម្មដែលយើងធ្វើក្នុងជាវិន័យចេតនាដួងទី2ទី3ទី4ទី5ទី6ចេតនា5ដួងឲ្យផលនឹងជាតិទី3តទៅមានឱកាសពេលណាគឺឲ្យផលពេលហ្នឹងហើយកម្មហ្នឹងប្រសិនបើមិនតន់ឲ្យផលអត់មានបាត់ទៅណាទេយើងអត់មានវិធីណាដើម្បីធ្វើឲ្យដើម្បីផ្ដាច់នៃកម្មហ្នឹងលុបបំបត្តិនៃកម្មហ្នឹងគឺអត់មានទេលុះណាតែកម្មហ្នឹងឲ្យផលហើយបានវាឲ្យផលអស់បានលើឲ្យផលឬក៏ថាប្រសិនបើបុគ្គលហ្នឹងបរិនិព្វានសម្រាប់ជាព្រះអរហន្តហើយបរិនិព្វានដោយអនុបាទិសេសនិព្វានធាតុបើនិព្វានត្រឹមតែកិលេសនៅសល់ខណ្ឌទេកម្មនឹងបានឱកាសនៅតែឲ្យផលនឹងជាព្រះអរហន្តហើយក៏ដោយជាព្រះសម្មាសម្ពុទ្ធហើយក៏ដោយបើសិនបើកម្មមានឱកាសនៅតែឲ្យផលនឹងឯងលុះណាតែបុគ្គលនឹងបរិនិព្វានដោយអនុបាទិសេសនិព្វានធាតុរំលត់ទាំងកិលេសរំលត់ទាំងខណ្ឌហើយកម្មនឹងបានន័យថាលែងឲ្យផលទៀតពីព្រោះវាអត់មានសង្សារវដ្តបន្តទៅទៀតអញ្ចឹងបើសង្សារវដ្តនៅមានអារម្មណ៍ណាកម្មដែលយើងធ្វើហើយនឹងជាកុសលក្តីអកុសលក្តីឲ្យបាត់ទៅណាអត់បាត់ទៅណាតលតែកម្មនឹងឲ្យផលអស់បានវាលែងឲ្យផលអញ្ចឹងនៅក្នុងពុទ្ធសាសនាអត់មានវិធីផ្ដាច់កម្មពីអីទេប៉ុន្តែវាមានចំណុចមួយដែលយើងគួរយល់ដឹងដែរអត្តកថាលោកពយល់អំពីការធ្វើកម្មនេះចង់និយាយថាអកុសលវាមានប៉ុន្តែអាស្រ័យកុសលហ្នឹងវារារាំងវាគ្របសង្កត់មិនដូចថាយើងធ្វើបាបមកហើយយើងដឹងថាយើងមានបាបជាមនុស្សមានបាបព្រោះយើងបានធ្វើបាបកម្មសម្រាប់សត្វលួចទ្រព្យគេប្រខុសក្នុងកាមអញ្ចឹងដើម្បីបិទឱកាសកុំឲ្យកម្មហ្នឹងវាមានឱកាសផលមានតែយើងធ្វើកុសលឲ្យច្រើនដើម្បីសង្កត់កុំឲ្យបាបនឹងមានឱកាសឲ្យផលនៅអត្ថកថាលោកប្រៀបដូចជាសត្វឆ្កែនិងសត្វទន្សាយសត្វឆ្កែនឹងដូចជាអកុសលសត្វទន្សាយដូចជាកុសលអញ្ចឹងលោកសម្ដែងថាពេលណាដែលសត្វទន្សាយមានកម្លាំងខ្លាំងបោលទៅផុតទៅឆ្កែនឹងតាមមិនតន់ឲ្យផលទេ ប៉ុ
ប៉ុន្តែនៅពេលណាដែលសត្វទន្សាយនឹងវាខ្សោយកម្លាំងណាសត្វទន្សាយនឹងវាខ្សោយកម្លាំងបោលទៅអត់រួចអញ្ចឹងវាជាឱកាសដែលសត្វឆ្កែនឹងអាចចាប់សត្វទន្សាយនឹងបានយើងមើលឃើញទេអញ្ចឹងឆ្កែដូចជាអកុសលសត្វទន្សាយដូចជាកុសលអញ្ចឹងបើសិនបើយើងកុសលយើងវាតិចយើងជាមនុស្សដែលមានបាបបានធ្វើទុកមកហើយយើងអត់ប្រឹងធ្វើកុសលទៀតអញ្ចឹងអកុសលនឹងវាមានឱកាសវាឲ្យផលនឹងថាឲ្យហើយឲ្យទៀតទួនអញ្ចឹងហ្មងដូចពាក្យខ្មែរយើងមួយនិយាយថាមានដំបៅរយរោមដូចថាវាជួបទុកជួបព្រួយជួបលំបាកហើយជួបបញ្ហាមួយស្រាប់តែមានបញ្ហា2 3មកទៀតទួនគ្នាព្រមគ្នាឬក៏ថាមកដងនឹងកើត4 5បញ្ហាសឹងថាទប់ខ្លួនបានអត់ធន់អត់ទ្រាំបានអានឹងដោយសារអីដោយសារអកុសលយើងធ្វើវាច្រើននៅពេលណាដែលអកុសលធ្វើច្រើនកុសលយើងវាតិចវាអត់មានអីដើម្បីថាឲ្យវារត់រួចពីបាបអញ្ចឹងយើងគួរតែធ្វើបុណ្យនឹងឲ្យច្រើនទៅដើម្បីឲ្យបុណ្យនឹងវាមានកម្លាំងដែលអាចស្ទុះផុតពីបាបដែលត្រូវឲ្យផលអានឹងមានតែវិធីនឹងទេណារឿងថាវិធីរំដោះកម្មអីដែលការពុនសង្ស័យអត់មានណាអញ្ចឹងមានតែធ្វើកុសលដើម្បីសង្កត់បាបដើម្បីស្ទុះឲ្យផុតអំពីបាបដែលត្រូវឲ្យផលរហូតដល់យើងប្រេណពៀនទៅអានឹងកម្មដែលឲ្យផលអានឹងតកតងរឿងចំណុចមួយចំណុចមួយទៀតតកតងរឿងពូនក្នុងសាច់ដើម្បីអធិដ្ឋានជាចោលាមនីចេតិយនេះល្អពួកយើងមិនអាចមានលទ្ធភាពអីទៅដល់ឋានតវតឹងថ្វាយអង្គមចោលាមនីចេតិយអញ្ចឹងយើងធ្វើជាភ្នំសាច់យើងអធិដ្ឋានជាចោលាមនីចេតិយហើយយើងគោរពបូជាទៅអាហ្នឹងគឺបានបុណ្យបានកុសលហើយយើងគួរធ្វើចំណុចហ្នឹងគឺល្អយើងគួរធ្វើនឹងខ្ញុំណាត់មកពេលបកស្រាយសង្ខេបប៉ុណ្ណឹងទៅក៏បើសំដែងទៅទៀតទៅក៏វាច្រើនឥឡូវហ្នឹងក៏ពេលវេលាច្រើនដែរហើយអញ្ចឹងបកស្រាយសង្ខេបប៉ុណ្ណឹងចោះណាគាត់ណាមានអីទៀតក៏មិនបន្តទៀតណាសូមបន្ថែមចំណុចបន្តិចទៀតនៅក្នុងសេចក្តីហ្នឹងតកតងជាមួយនឹងនៅពេលដែលភ្នំខ្សាច់ហ្នឹងយើងបានពូនហើយអធិដ្ឋានជាព្រះចោលាមនីចេតិយហើយពុទ្ធបរិស័ទក៏យកខ្សាច់ទៅរយហ្នឹងតើអាចមានទោសមានអីដែរឬអត់អញ្ចឹងនេះមិនជាមានទោសអីទេបើសិនចេតនាយើងថាយើងចង់ពូនបន្ថែមដូចថាចេតិយតូចយើងអាចធ្វើឲ្យធំក៏បានវាអញ្ចឹងខ្សាច់កំណកខ្សាច់ហ្នឹងវាតូចយើងចង់ពូនឲ្យធំហើយយើងអធិដ្ឋានទៅទៀតទៅក៏បានអញ្ចឹងអត់មានខុសតោះទេកុំឲ្យតែយើងប្រមាទវាសំខាន់យើងតាំងនៅក្នុងសេចក្តីគោរពដូចថាយើងឃើញតូចយើងចង់ធ្វើឲ្យធំទៅពូនទៀតទៅហើយអធិដ្ឋានជាចោលាមនីចេតិយគោរពបូជាទៅអាហ្នឹងយើងធ្វើបានអត់អីទេឲ្យតែយើងតាំងនៅក្នុងសេចក្តីគោរពអញ្ចឹងណាគណៈអាចធ្វើបានគណៈអរគុណចាស់គ្រូហើយក៏ជាចំណុចមួយដែលញាតិញោមជាពិសេសគឺឪពុកម្ដាយហ្នឹងត្រូវប្រយ័ត្នប្រយែងទៅជាមួយនឹងកូនតូចអីចឹងទៅពេលខ្លះក៏ចូលដល់ទីតាំងពូនភ្នំខ្សាច់ឬក៏ដែលបានអធិដ្ឋានជាព្រះចោលាមនីចេតិយហើយស្រាប់តែគាត់ទៅលេងទៅអីឬក៏ថាខ្វះការគោរពអីចឹងទៅក៏អាចមានទោសមានអីចឹងដែរតែដោយចំណុចលោកចាស់គ្រូបានបន្ថែមអញ្ចឹងថាបើសិនជាយើងមានខ្សាច់មានអីទៅរយបន្ថែមពូនបន្ថែមអានឹងគឺមិនជាបញ្ហាទេកុំឲ្យតែមានជើងអីយើងទៅជន់ប៉ះពាល់ពីលើភ្នំខ្សាច់ដែលបានទិដ្ឋានហើយក៏ជាការមិនសមគួរអីចឹងទេគណៈអរគុណលោកចាស់គ្រូព្រះមង្គលធម្មកិច្ចដែលបានអនុគ្រោះនៅក្នុងការចូលរួមបកស្រាយនៅបញ្ហាជាប់ទាក់ទងជាមួយនឹងពិធីបុណ្យចូលឆ្នាំដើម្បីឲ្យពុទ្ធបរិស័ទគ្រប់គ្នាទាំងអស់បានយល់ដឹងនៅក្នុងចំណុចនៃពិធីបុណ្យចូលឆ្នាំផងក៏ដូចជាកិច្ចបដិបត្តិដោយត្រឹមត្រូវតាមធម៌តាមវិន័យរបស់ព្រះសម្មាសម្ពុទ្ធនេះផងជំរាបញាតិញោមបន្តិចផងដែរដើម្បីឲ្យបានដឹងពីកម្មវិធីបុណ្យចូលឆ្នាំនៅក្នុងវត្តក្រតវត្តគល់ទឹកក្នុងកម្មវិធីបុណ្យចូលឆ្នាំ3ថ្ងៃនេះក្នុងទីវត្តអារាមយើងក៏មានរៀបចំកម្មវិធីជាទូទៅយើងមានកិច្ចនមស្ការសមាទិសិលស្រាប់ប្រសង់ប្រទានឱវាទហើយនឹងគេនឹងហាន់បាងសកលទឹកកុសលជូនដល់បុព្វការីជនមានមេត្តាបិតាជាដើមហើយក្រៅពីហ្នឹងក៏យើងបានប្រារព្ធនៅពិធីជាប្រចាំឆ្នាំ
សម្រាប់បុណ្យចូលឆ្នាំថ្ងៃទី1យើងមានពិធីស្រង់ទឹកជូនមេត្តាបិតាហើយពុទ្ធបរិស័ទដែលមានមេត្តាបិតាអាចអញ្ជើញគាត់មកកាន់ទីអារាមព្រត់របងគុលតឹងថ្វាយគុំជើញគាត់មកស្រង់ទឹកជូនគាត់នៅវត្តហ្នឹងទៅដោយសារយើងមកហ្នឹងយើងមានពិធីនមស្ការប្រតនត្រ័យផងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តផងហើយបានស្ដាប់ឱវាទផងនេះជាពិសេសដោយរឿងព្រះសង្ឃចម្រើនព្រះបរិត្តនេះជាសំខាន់ណាស់ដែលអាចជួយคุ้មគ្រងរក្សាអំណាចព្រះបរិត្តហ្នឹងណាញាតិញោមធ្វើនៅផ្ទះក៏បានប៉ុន្តែថាបើញាតិញោមចង់មកវត្តវាមានកិច្ចកម្មវិធីបុណ្យសំខាន់ច្រើនដែលយើងទៅរួមផ្សំជាមួយនឹងការស្រែកស្រោបសគុណតវេរីជូនមេត្តាបិតារបស់យើងអញ្ចឹងញាតិញោមអាចស្វែងគុំជើញមេត្តាបិតាមកកាន់រាមគ្រុឌរបងគុលតឹងក្នុងថ្ងៃបុណ្យចូលឆ្នាំទី1ពេលរសៀលហ្នឹងចាប់ពីម៉ោង2រសៀលទៅហ្នឹងយើងធ្វើពិធីស្រង់ទឹកជូនមេត្តាបិតាចាស់ទុំព្រឹទ្ធាចារ្យថ្ងៃទី2ជាថ្ងៃដែលស្រង់ទឹកប្រគេនព្រះសង្ឃអញ្ចឹងញាតិញោមប្រាថ្នាបុណ្យប្រាថ្នាកុសលអាចចេញមកស្រង់ទឹកប្រគេនព្រះសង្ឃបានព្រោះឱកាសហ្នឹងមួយឆ្នាំមានតែម្ដងទេលោកមិនតែចេះតែឲ្យញាតិញោមមកស្រង់ទេអញ្ចឹងគាត់ថាក្នុងមួយឆ្នាំយើងប្រពកម្មវិធីស្រង់ទឹកប្រគេនព្រះសង្ឃម្ដងគឺនៅក្នុងថ្ងៃចូលឆ្នាំថ្ងៃទី2ពេលរសៀលដូចគ្នាដល់ថ្ងៃទី3ទៅយើងធ្វើពិធីស្រង់ព្រះកម្មវិធីស្រង់ព្រះអញ្ចឹងដូចអាត្មាបានលើកឡើងហើយថាដោយញាតិញោមអីជើញមកស្រង់ព្រះសង្ឃក្តីស្រង់ព្រះក្តីវាយើងអាចមានជាផ្តិលជាក្អមជាអីដែលថាមើលទៅល្អសមរម្យយើងអាចយកមកពីផ្ទះមកស្រង់ប្រគេនព្រះសង្ឃស្រង់សុគន្ធវេរីថ្វាយព្រះសម្មាសម្ពុទ្ធទៅគឺកាន់តែល្អកាន់តែប្រសើរវត្តមានរៀបចំហើយបណ្ដាលតែជាងការពុទ្ធបរិស័ទច្រើននៅវាអត់គ្រប់គ្នាអញ្ចឹងណាពីព្រោះរឿងពុទ្ធបរិស័ទដែលអញ្ជើញមកនេះយើងពិបាកកំណត់ចំនួនគាត់ថាយើងរៀបចំក៏រៀបចំហើយបណ្ដាលជាងការច្រើនគ្នាទៅវាអាចមិនគ្រប់ដល់ពេលមិនគ្រប់គ្នាទៅតែបោយក្តីហ្នឹងអញ្ចឹងញាតិញោមខ្លះហ្នឹងមិនដឹងបានអីយកទឹកដបទឹកសុទ្ធយកទៅចាក់ស្រង់ប្រសង់ស្រង់ព្រះអង្គអីចឹងទៅមើលទៅជាការមិនសមរម្យមិនសូវសមរម្យចឹងបើយើងមានអីដូចជាផ្តិលអីមើលទៅជាល្អសមរម្យទៅយើងយកមកស្រង់ប្រគេនព្រះសង្ឃនិងស្រង់សុគន្ធវេរីថ្វាយព្រះសម្មាសម្ពុទ្ធទៅជាការល្អប្រសើរហើយជាក់ចុងក្រោយដែរថាក្នុងរដូវបុណ្យចូលឆ្នាំនេះដើម្បីបានសិរីសួស្តីញាតិញោមគួរតែធ្វើបុណ្យកុសលឲ្យបានគ្រប់បើថាអាចធ្វើបានគ្រប់10បានគឺល្អមែនទែនតាំងពីទានសិលភាវនាដើម្បីធ្វើជាកិច្ចការងារបុណ្យកុសលហើយកើតជាបុណ្យកើតជាសិរីសួស្តីក្នុងថ្ងៃចូលឆ្នាំឬក៏ក្នុងជីវិតការរស់នៅរបស់យើងរហូតដល់ឲ្យយើងបានរួចផុតចាកទុក្ខដោយអំណាចនៃបុណ្យដែលយើងបានធ្វើនឹងខ្ញុំកណាត់មកភាពបញ្ជាក់មិនថែមប៉ុណ្ណឹងចោះហើយសូមបានសិរីសួស្តីជ័យមង្គលបានជាវិច័យរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នាប៉ុណ្ណឹងសូមអនុមោទនាផងសាធុសាធុសាធុគណៈសូមអរគុណដល់ម្ចាស់គ្រូព្រះមង្គលធម្មកិច្ចដែលមានបតីអនុគ្រោះក្នុងការចូលរួមកម្មវិធីពធនៅក្នុងវេលាគ្រាឱកាសនេះបានបកស្រាយនៅបញ្ហាកម្មផ្សេងជាទីជ្រះថ្លាដើម្បីឲ្យពុទ្ធបរិស័ទគ្រប់គ្នាបានយល់ដឹងនៅក្នុងសេចក្តីនៃពិធីបុណ្យចូលឆ្នាំផងក៏ដូចជាកិច្ចបដិបត្តិដើម្បីត្រូវត្រង់តាមធម៌តាមវិន័យរបស់ព្រះសម្មាសម្ពុទ្ធប្រព្រឹត្តទៅដើម្បីបានជាប្រយោជន៍នៃសេចក្តីសុខតាមធម៌វិន័យដែលព្រះដ៏មានពភាព្រះអង្គទ្រង់បានប្រកាសសម្ដែងហើយជាចុងក្រោយនេះខ្ញុំប្រកាសណាសូមប្រពន្ធពលលោកចាស់គ្រូសូមមានប្រសពភាពល្អព្រះកាយពលមមួនសូមមានព្រះបញ្ញាវាងវៃនិងទីបំផុតទៅក៏សូមបានរួចផុតចាកទុក្ខកំបីអខានឡើយសូមអនុមោទនាសាធុសាធុសាធុយ៉ាងវិញទៀតជាកិច្ចចុងក្រោយនេះខ្ញុំប្រកាសណាសូមការខន្តីអធិស្ឋានអំពីសំណាក់ព្រះថេរានុថេរៈគ្រប់ព្រះអង្គក៏ដូចជាពុទ្ធបរិស័ទគ្រប់គ្នាប្រសិនបើការសម្របសម្រួលឬក៏ការបកស្រាយទៅឲ្យមានការលះលួសខ្វះខាតដោយប្រការណាក៏សូមការខន្តីអធិស្ឋានអំពីសំណាក់លោកម្ចាស់គ្រប់ព្រះអង្គដូចជាពុទ្ធបរិស័ទគ្រប់គ្នានិងសូមប្រគេនបុណ្យធម្មទាន
ដល់លំចាស់គ្រប់ព្រះអង្គដូចជាពុទ្ធបរិស័ទគ្រប់គ្នាដោយគុណានុភាពនៃកុសលធម្មទាននេះសូមបាននៅសេចក្តីសុខរួចផុតចាកទុក្ខកុំបីអខានឡើយសូមអនុមោទនា